បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបេតរដ្ឋកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី3ខែមេសាឆ្នាំ2026បាទរាត្រីខែមេសានេះនៅនេះគឺព្រឹកថ្ងៃសុក្រនៅឯទីក្រុងឡុងបេតរដ្ឋកាលីហ្វ័រញ៉ាម៉ោងនេះម៉ោង7:36នាទីហើយបងប្អូននៅប្រទេសកម្ពុជាម៉ោង9ជាងយប់ហើយដូច្នេះពេលវេលាទទួលទានដំណេកហ្នឹងក៏កាន់តែជិតចូលមកដល់ហើយក៏សូមឆ្លៀតឱកាសនេះជម្រាបជូនបងប្អូនម្ដងទៀតថាថ្ងៃនេះគឺជាថ្ងៃសុក្រនៅឯព្រឹកថ្ងៃសុក្រនៅឡុងបិចនេះគឺស្អែកនេះថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍នេះមានពិធីធំសម្បើមពីរដែលគេប្រព្រឹត្តទៅជាប់គ្នានៅឯទីក្រុងឡុងបិចគឺទី1គឺពិធីហែក្បួនក្រុងខ្មែរពិធីវប្បធម៌ដែលហែក្បួនដង្ហែមានសម្លៀកបំពាក់ខ្មែរប្រពៃណីរបាំសម្ដែងតាមដងផ្លូវដើម្បីលើកស្ទួយសិល្បៈវប្បធម៌និងគុណតម្លៃវប្បធម៌ខ្មែរផងនិងចម្រុះជាតិសាសន៍ផងចំណែកឯកម្មវិធីថ្ងៃស្អែកនេះគឺថ្ងៃសៅរ៍រៀបចំដោយក្រុមសហគមន៍ខ្មែរដែលតំណាងឲ្យក្រុងខ្មែរប៉ុន្តែនៅថ្ងៃអាទិត្យឯនោះទៅវិញគឺថ្ងៃ5មានពិធីធំបុណ្យចូលឆ្នាំខ្មែរដែលរៀបចំដោយវប្បធម៌សំទោសមជ្ឈមណ្ឌលវប្បធម៌ខ្មែរអាមេរិកដែលរៀបចំដោយមានព្រះអង្គម្ចាស់ងិនសៅសំខាន់ដែលជាព្រះសង្ឃមួយអង្គសំខាន់នៅវត្តវីឡូនៅទីក្រុងឡុងបិចហើយនឹងចៅសង្កាត់លេខ6អ្នកស្រីស៊ូលីសារ៉ូហើយនឹងបុគ្គលិកឬក៏មន្ត្រីឬក៏អ្នកដឹកនាំនៅសហគមន៍ជាច្រើនទៀតដូចជាលោកអ្នកស្រីសែមលីម៉ុនអីដែលចូលរួមជាមួយនឹងបងប្អូននៅក្នុងសហគមន៍យើងជាច្រើនដើម្បីរៀបចំឲ្យមានពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមួយដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យសំទុំមហាវិទ្យាល័យក្រុងឡុងបិចហៅកាត់ថា LBCC បាទគឺជា Long Beach City College ដែលស្ថិតនៅកាច់ជ្រុងផ្លូវOrange Avenue ហើយនិងផ្លូវ Pacific Coast Highway ដែលមានទីតាំងល្អសម្រាប់ដាក់បងប្អូនយើងមានពិធីរាប់បាតថ្ងៃទី5នេះគឺជាពិធីធំបំផុតដែលបងប្អូនគួរតែចូលរួមឲ្យបានគ្រប់គ្នាព្រោះអីមានពិធីរាប់បាតដែលមានប្រសង់ដល់ទៅជិត150អង្គហើយក៏មានពិធីរបាំរបែងល្បែងប្រពៃណីទំនៀមទម្លាប់រាំវង់រាំស្អីប្រពៃណីខ្មែរនឹងក៏មានការប្រគំតន្ត្រីហើយមានតូបលក់អាហារច្រើនលក់សម្លៀកបំពាក់ឬក៏គ្រឿងសិប្បកម្មខ្មែរមានកន្លែងក្មេងលេងមានអូច្រើនណាស់បងប្អូនហើយគឺជាពិធីមួយដែលបងប្អូនតនេនៅក្នុងសប្តាហ៍ចុងសប្តាហ៍នេះសូមអញ្ជើញនាំបងប្អូនក្រុមគ្រួសារទាំងអស់មកចូលរួមនៅក្នុងពិធីហើយឆ្លៀតឱកាសនេះទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺមានពិធីមានស្តង់មួយរបស់សាលាក្រុងឡុងបិចដែលនៅថ្ងៃសៅរ៍នេះគឺខ្ញុំទៅចូលរួមតំណាងពីខាងសាលាក្រុងឡុងបិចតែម្ដងទៅនៅតូបលេខ9តូបលេខ9ហ្នឹងគឺមានតាំងបង្ហាញអំពីលទ្ធផលនៃកិច្ចពិភាក្សានិងគម្រោងសាងសង់ខ្លងទ្វារដ៏ធំមួយដែលយើងហៅថាខ្លងទ្វារក្រុងខ្មែរដែលមានកំពូលប្រាសាទ3ហើយនឹងមានក្បាច់ក្បូររចនាដ៏ប្រណិតដែលជាការផ្ដល់យោបល់មតិពីសហគមន៍ខ្មែរយើងតាំងពីលើកមុនបុណ្យចូលឆ្នាំខ្មែរលើកមុនឥឡូវឆ្នាំនេះគឺដល់ពេលដែលគាត់នឹងប្រកាសលទ្ធផលហើយថាតើគម្រោងនេះសាងសង់យ៉ាងម៉េចថវិកាអីយ៉ាងម៉េចហើយប្រជាពលរដ្ឋមានមតិយោបល់អីយ៉ាងណាទៀតកុំភ្លេចចូលទៅកាន់ស្តង់លេខ9ផងបាទព្រោះស្តង់លេខ9ហ្នឹងគឺជាស្តង់របស់សាលាក្រុងឡុងបិចរបស់ក្រសួងឬក៏នាយកដ្ឋានកិច្ចការសាធារណៈដែលជាតាមពិតសាធារណការបាទតកតងនឹងការដែលនឹងជម្រាបជូនបងប្អូនលំអិតទាំងពីរថ្ងៃហ្នឹងទាំងថ្ងៃសៅរ៍ទាំងថ្ងៃអាទិត្យក៏ប៉ុន្តែថ្ងៃសៅរ៍ខ្ញុំនឹងចូលរួមសម្រាប់ជួយបកប្រែនៅក្នុងសង្ឃលេខ6នឹងជួយផ្ដល់ព័ត៌មានដល់សហគមន៍ក្នុងនាមតំណាងឲ្យសាលាក្រុងឡុងបិចហើយនៅថ្ងៃសៅរ៍គឺជាសមាជិកសហគមន៍ខ្មែរស្ម័គ្រចិត្តសុទ្ធសាធដើម្បីជួយរៀបចំធ្វើជាអ្នកជួយចាត់ចែងឆាកនិងរៀបចំពិធីឲ្យប្រព្រឹត្តទៅបានរលូននៅក្នុងបុណ្យចូលឆ្នាំខ្មែរនៅសាលាក្រុងឡុងបិចនេះសំទោសនៅសាកលវិទ្យាល័យឬក៏មហាវិទ្យាល័យក្រុងឡុងបិចនេះបាទសូមតែប៉ុណ្្នឹងឯងបងប្អូនអញ្ជើញមកចូលរួមនៅចុងសប្តាហ៍នេះយើងនឹងជួបគ្នាបាទបើមិនបានជួបគ្នាក៏ខ្ញុំផ្ទាល់មុខក៏ខ្ញុំនឹងផ្សាយផ្ទាល់ខ្លះតាមលទ្ធភាពដែលអាចធ្វើទៅបាននៅពេលដែលឆ្លៀតពេលពីការមមាញឹកហ្នឹងគឺបើខ្ញុំឆ្លៀតផ្សាយផ្ទាល់បានខ្ញុំផ្សាយផ្តិតរូបវីដេអូនិងទស្សនវិជ្ជាមួយចំនួនយកមកចែកជូនបងប្អូនបើផ្សាយផ្ទាល់មិនទាន់ក៏ខ្ញុំនឹងថតរូបវីដេអូនិងរូបថតជាច្រើនស្លឹកដើម្បីយកមកផ្សាយតាមបណ្ដាញសង្គមរបស់ខ្ញុំដើម្បីឲ្យបងប្អូនបានឃើញទស្សនវិជ្ជាជាក់ស្ដែងដែរបើសិនជាមិនបានមកនោះបាទឥឡូវដើម្បីកុំឲ្យខាត់ពេលយូរព័ត៌មានដែលជាបឋមនេះគឺមានមេតិការដូចតទៅទី1ប្រជាពលរដ្ឋអស់សំណើចរឿងចោតប្រសង់ជាវុធីថាលួចមានស្រីក្មេងឯណានៃនោះទៅវិញកម្ពុជាបន្តកំដរលបែងនយោបាយថៃរឿងព្រំដែនត្បិតនៅតែមិនទាន់ឬក៏មិនព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិលោកហ៊ុនម៉ាណែតបញ្ជាឲ្យចាត់ការអ្នកលួចនាំប្រេងថៃចូលស្រុកខ្មែរពលរដ្ឋរិះគន់រឿងកែច្នៃភ័ស្តុតាងដើម្បីរួចខ្លួនក្នុងករណីបុកគេស្លាប់សំណុំរឿងលោកកម្មសខាតុលាការបាត់សវនាការនៅថ្ងៃទី8ខែមេសាសប្តាហ៍ក្រោយពន្យាពេលច្រើនដងសាលាធរភ្នំពេញតម្កល់ការផ្ដន្ទាទោសអតីតសកម្មជនគណបកប្រឆាំងពីររូបមន្ត្រីកម្ពុជាក្រសួងយុតិធធម៌អាមេរិកត្រូវលោកត្រាំបញ្ឈប់ពីតំណែងលោកត្រាំប្រមានទម្លាក់គ្រាប់សន្ធាប់លុយអរងថែមទៀតក្រោយកំទេចស្ពានតម្លៃ$400 លានបាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទព័ត៌មានដំបូងទៅមុនបងប្អូនរឿងយើងនៅកម្ពុជាហ្នឹងគឺថាអស់ពីរឿងមួយចូលរឿងមួយអស់ពីរឿងមួយចូលរឿងមួយគឺយើងព្រួយនឹងរឿងព្រំដែនមិនអស់ធនល្មមទេគឺថាត្រូវតែមកព្រួយរឿងបញ្ហាសង្គមរបស់យើងនឹងតទៅទៀត
បងប្អូនប្រហែលជាតាមដានយ៉ាងយកចិត្តទុកដាក់ហើយមករយៈពេលប្រហែលថ្ងៃនេះ2-3ថ្ងៃចុងក្រោយនេះគឺមានករណីដែលព្រះសង្ឃមួយអង្គដែលជាព្រះសង្ឃដ៏សកម្មនៅក្នុងកិច្ចការសង្គមគឺព្រះសង្ឃជាវុធីត្រូវបានគេចាប់ផ្សឹកយ៉ាងដូចថាចាប់បង្ខំចាប់ផ្សឹកនៅឯវត្តពោធិ៍វាលនៅឯខេត្តបាត់ដំបងហើយក៏ចាប់បញ្ជូនខ្លួនមកផ្ដន្ទាទោសនៅតុលាការនៅឯភ្នំពេញឯនេះបាទអញ្ចឹងកាលពេលចាប់ដំបូងហ្នឹងសម្រាប់ស្បង់ផ្សឹកលោកដោយចោទប្រកាន់ព្រះអង្គនេះពីបទញុះញង់ឲ្យមានបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមហើយបងប្អូនដឹងគ្រប់គ្នាហើយថាព្រះសង្ឃអង្គនេះសកម្មនៅក្នុងសកម្មភាពសង្គមសកម្មនៅក្នុងរឿងនយោបាយសកម្មនៅក្នុងរឿងព្រំដែនហើយសាររបស់ព្រះអង្គចុងក្រោយហ្នឹងគឺមានសរសេររៀបរាប់តាក់ទងជារឿងមួយនឹងរឿងព្រំដែនរឿងអីហ្នឹងដូចថាខ្មាស់ថៃតាក់ទងនឹងអាទង្វើរបស់យើងអីអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលគេកោះហៅព្រះអង្គឲ្យបង្ហាញវត្តមាននៅវត្តពោធិ៍វាលហ្នឹងដែលអាជ្ញាធរកោះហៅហ្នឹងក៏ព្រះអង្គប្រហែលជាអាចព្រួយប្រតិយតាក់ទងនឹងរឿងដែលគេអាចនឹងកោះដើម្បីឲ្យធ្វើទុកបុកម្នេញតាក់ទងនឹងសារហ្នឹងក៏មិនដឹងក៏លុបសារហ្នឹងចោលអស់ទៅវិញទៅតែនៅទីបំផុតក៏គេត្រូវតែសម្រាប់ស្បង់ចីវររបស់ព្រះអង្គមុននឹងចាប់ក្រៀកចូលរថយន្តហើយយកបញ្ជូនមកភ្នំពេញដើម្បីចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបទញុះញង់នេះគឺជាបទដ៏មានប្រជាប្រិយបំផុតនៅក្នុងការចោទប្រកាន់មន្ត្រីសកម្មជនគ្រប់រូបនៅតែពេលដែលខ្ទាស់នឹងរដ្ឋាភិបាលឬហ៊ានរិះគន់រដ្ឋាភិបាលឬក៏និយាយអីក៏ដោយប៉ះពាល់នឹងអ្វីដែលរដ្ឋាភិបាលធ្វើមិនកើតអាហ្នឹងគឺញុះញង់ទាំងអស់ដល់ពេលអញ្ចឹងទៅបទញុះញង់នេះគឺខំប្រឹងអាជ្ញាធរនគរបាលនឹងក៏បានផ្សាយមកថាឥឡូវព្រះសង្ឃអង្គនេះត្រូវបានចោទប្រកាន់ហើយកាលពីថ្ងៃម្សិលមិញហ្នឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមិនសរសេរលម្អិតពីញុះញង់ហ្នឹងប្រព្រឹត្តទៅពីម៉ោងណាទៅសេសារអីឬក៏ធ្វើសកម្មភាពអីទេព្រោះញុះញង់ហ្នឹងយើងដឹងហើយគឺអាចនឹងនិយាយប៉ះពាល់ដល់សតិអារម្មណ៍កងទ័ពដែលយើងកន្លងមកខ្ញុំមិននិយាយករណីព្រះអង្គជាវិធីទេខ្ញុំគ្រាន់តែនិយាយថាឲ្យតែញុះញង់គឺធ្វើឲ្យបាត់សន្តិភាពសង្គមធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋមិនទុកចិត្តមន្ត្រីរាជការសាធារណៈអីលក្ខណៈអីចឹងតែហ្នឹងសុទ្ធតែញុះញង់ហើយបង្កឲ្យមានអសន្តិសុខសង្គមអាចនឹងធ្វើឲ្យមានមនុស្សវាយគ្នាអីលក្ខណៈជាបទល្មើសមួយដែលគិតថាសាររបស់យើងនិយាយហ្នឹងគឺធ្វើឲ្យវឹកវរប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋដែលអាចបង្កទៅជាអំពើហិង្សាឬក៏ស្អប់ខ្ពើមអីមួយហ្នឹងអាហ្នឹងហើយដែលជាគេចោទពីបទញុះញង់វាជាបទមួយដែលអាចនឹងលាតសន្ធឹងទាញឲ្យយឺតដោយកស៊ូចឹងទៅដល់យឺតដល់ណាក៏បានដែរអញ្ចឹងយើងដឹងគ្រប់គ្នានៅពេលដែលគេចោទព្រះអង្គពីបទញុះញង់គឺយើងអាចនឹងសន្និដ្ឋានបានថាច្បាស់ណាស់គឺអាចនឹងសាររបស់ព្រះអង្គការងារចូលរួមក្នុងកិច្ចការសង្គមរិះគន់សង្គមអីហ្នឹងព្រោះអីកន្លងមកទាំងថនរដ្ឋាលីរតនៈរស្មីសំទោសលីចន្ទរាវុធភួនកែវរស្មីលងកន្ធាឬលឹមលៀងហ៊ីឬក៏ស្រុនស្រនសុភាពិសិដ្ឋអីលក្ខណៈដែលគេចាប់មកហ្នឹងគឺអត់មានអីតែញុះញង់ហ្នឹងគឺណែនាំឲ្យរដ្ឋាភិបាលស្នើកុំឲ្យលុបបង្កទៅមកប្រាប់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនCLV គម្រោង CLV ឬក៏បញ្ហាសហជីពកម្មករបញ្ហាអីបញ្ហារឿងអីក៏ដោយហ្នឹងគឺញុះញង់អញ្ចឹងក៏ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកមែនតើឲ្យប្រជាប្រដ្ឋអស់សំណើចហ្នឹងគឺនៅពេលដែលចោតប្រកាន់ព្រះអង្គអង្គនេះផ្សឹកលោកហើយចោតពីបទញុះញង់ដែលយើងគិតថាច្បាស់ណាស់មកពីសកម្មភាពនយោបាយបញ្ចេញមតិនៅលើបណ្ដាញសង្គមហើយអង្គការសង្គមស៊ីវិលដូចជាអង្គការ Liga do នៅក្នុងមូលដ្ឋានហ្នឹងក៏បានសរសេរសេចក្តីរាយការណ៍របស់ខ្លួនក៏លើកឡើងពីរឿងនឹងដែរខ្ញុំអានសេចក្តីរាយការណ៍របស់អង្គការ Liga do ជាអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានហ្នឹងសរសេរអញ្ចឹងថាប្រសង់ព្រះនាមវុធីជាវុធីប្រជជននាយុ27ព្រះភាសាត្រូវបានចាប់ផ្សឹកនិងត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រាបញ្ញត្តិ494និង495នៃក្រមព្រហ្មទណ្ឌនឹងបញ្ជូនឃុំខ្លួននៅឯពន្ធនាគាររាជធានីភ្នំពេញឬក៏ PG កាលពីថ្ងៃល្ងាចថ្ងៃទី2ខែមេសាជុំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebook ជាអង្គការ Liga do ក៏បាននិយាយតាក់ទងនឹងការចោទប្រកាន់ជុំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebook នេះដែរហើយអង្គការ Liga do ដដែលបានបន្ថែមទៀតថាព្រះអង្គត្រូវបាននគរបាលឯកសណ្ឋានស៊ីវិលខេត្តបាត់ដំបងចាប់ខ្លួនចេញពីវត្តពោធិ៍វាលនៅក្នុងក្រុងបាត់ដំបងក្រោយមន្ទីរធម្មការនិងសាសនាបាននិមន្តព្រះអង្គដើម្បីសួរនាំនិងចាប់ផ្សឹកនៅព្រឹកថ្ងៃទី1ខែមេសាមុនពេលនគរបាលនាំខ្លួនលោកទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរក្រោយមកព្រះអង្គវុធីត្រូវបានបញ្ជូនបន្តមកសាលារាជធានីភ្នំពេញនៅថ្ងៃបន្ទាប់ហើយព្រះអង្គក៏ត្រូវបានចាប់ប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះបន្ទាប់ពីបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជាថៃនិងការយកចិត្តទុកដាក់ចំពោះជនភៀសសឹកនៅបណ្ដាញសង្គម Facebook របស់ព្រះអង្គអង្គការ Liga do នឹងផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គជាវិធីតាក់ទងនឹងរឿងឈឺឆ្អាលរឿងជនភៀសសឹករឿងស្អីហ្នឹងហើយចុងក្រោយគឺអង្គការនេះក៏បានបន្តទៀតថាព្រះអង្គវុធីគង់នៅវត្តពោធិ៍វាលក្រុងបាត់ដំបងខេត្តបាត់ដំបងព្រះអង្គជាសមាជិកក្នុងក្រុមអ្នកសារព័ត៌មានប្រជាពលរដ្ឋនិងសកម្មនៅក្នុងការលើកឡើងអំពីបញ្ហាប្រៃឈើបរិស្ថានសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅក្នុងសង្គមព្រះអង្គអាចប្រឈមនឹងទោសពន្ធនាគាររហូតដល់2ឆ្នាំប្រសិនបើព្រះអង្គត្រូវរកឃើញថាមានទោសបងប្អូនបើយើងមើលគណោបការៈនឹងអ្វីដែលជាសកម្មភាពរបស់ព្រះអង្គណាសកម្មជាក្រុមព័ត៌មានប្រជាពលរដ្ឋសកម្មបញ្ហាប្រៃឈើបរិស្ថានសិទ្ធិមនុស្ស
និងបញ្ហាផ្សេងទៀតនៅក្នុងសង្គមសុទ្ធតែជាការងារជួយសង្គមឥឡូវនេះស្រាប់តែថ្ងៃនេះនៅពេលដែលអាជ្ញាធរចោទប្រកាន់ព្រះអង្គដើម្បីឲ្យមានលេសគ្រប់គ្រាន់នៅក្នុងការចាប់ផ្កាយព្រះអង្គនឹងហើយក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្ងៃនេះចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ព្រះអង្គជាវិធីតាក់ទងនឹងរឿងស្រីញីណានោះទៅវិញហើយខ្ញុំសូមអានការចោទប្រកាន់បែបនេះដែលធ្វើឲ្យប្រហោះរូបភាពប្រហោះអីតាមបណ្ដាញសង្គមនឹងមានឃើញមានដាក់សារឆ្លើយឆ្លងមានជាមួយស្រីស្នេហ៍រឿងនេះគឺយើងធ្វើឲ្យយើងនឹកឃើញដល់នាងខំចន្ទរាទីហៅស្រីមុំតាក់ទងនឹងលោកកឹមសុខាដែលមានស្អីយុវជនម្នាក់ដែលផ្កាប់មុខនឹងគណៈបកប្រជាជនកម្ពុជាដែរនោះឈ្មោះស្រីចម្រើនហើយនឹងក្រុមគេប្រមាណក្រុមដោយទាំងនាងធីសវណ្ណថាផងអូនិយាយចឹងបងប្អូនមិនទៅឲ្យនាងធីសវណ្ណថាជួយតាមដានមើលគាត់ផងមើលកពើស៊ីបាត់ទៅហើយឬក៏យ៉ាងម៉េចទេលោកហើយខ្ញុំនេះឡើយតែរវល់ជាប់ដៃរឿងព្រំដែនខ្ញុំខានស្រាវជ្រាវរឿងនាងធីសវណ្ណថាឲ្យឈឹងតាមពិតខ្ញុំនៅតែគិតថាការចាប់ខ្លួននាងធីសវណ្ណថាដាក់ពន្ធនាគារដោយសារការផ្សាយព័ត៌មានតាមបណ្ដាញសង្គមអីហ្នឹងវាជារឿងអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ក៏ប៉ុន្តែមកដល់ពេលនេះគឺស្ងាត់ឈឹងដូចចោលលួចសេះតែម្ដងបងប្អូនប្រជាពលរដ្ឋក៏ខ្ជិលតាមដានឬមួយក៏បងប្អូនខ្ជិលឲ្យតាមយថាកម្មអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនមិនមែនទេយើងជួយគ្នាជួយមើលគ្នាផងព្រោះអីខ្ញុំបង្អែមលៀងមាត់មកផ្ទះថ្នោតហ្នឹងខ្ញុំមើលអត់អស់ដែរហើយដើម្បីផ្ដល់យុត្តិធម៌ឲ្យនាងធីសវណ្ណថាបុណ្យចំពោះថាគាត់ចៅតាជាស្លឹកចេកគេប្រើអស់ហើយគេកវត្តចោលអីក៏ដោយក៏ប៉ុន្តែអាណិតគ្នាជាជនរងគ្រោះនៃអំពើឬការលៀបសការៈឬក៏ការបោកបញ្ឆោតឬក៏ការលុះក្រោមអធិបុលប្រជាពិធដ្ឋណាមួយឬក៏ភាពភ័យខ្លាចឬក៏អីជួនកាលយើងមើលមិនដឹងស្ថានភាពគាត់យ៉ាងដូចម្ដេចទេដែលសុកកំពុងតែស្រឡាញ់គ្រប់គ្រងគណៈបពប្រឆាំងស្រាប់លុះក្រោមអធិបុលជាមួយនឹងរឿងចៅតាហ្នឹងទៅបំផ្លាញគណៈបពប្រឆាំងហើយមានសារតាក់ទងនឹងប្រើលុយលោកហ៊ុនសែននឹងឲ្យដល់ជិត1 លានដុល្លារដើម្បីយកមកចាយចេះកំទេចគណៈបពប្រឆាំងដល់តែពេលចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាហ្នឹងគេឲ្យកាន់ការងារបន្តិចបន្តួចរហូតដល់អភិបាលរងទៅធំដែរអរិយខ្សាត់អីណាឲ្យកាន់ក្រុមការងារអីដល់ពេលហើយគាត់ស្មានតែគាត់នៅជាដូចនឹងក្រុមបកប្រឆាំងដែរនិយាយបានទេគាត់ភ្លេចគិតថាអូឲ្យទៅចូលរួមខ្លារួមចចកវងចចកហ្នឹងគឺយើងជាឆ្លុះគឺថាគេខំណាហើយដល់ពេលគាត់ស្មានតែគាត់នៅតែជាសัตว์កញ្ជ្រោងឬក៏ចចកអីដូចថាប្រកែកខ្លាំងអស្ចារ្យអីមានការឲ្យតម្លៃអីច្រើនដូចនៅក្នុងក្រុមប្រឆាំងកាលពីមុនដល់ចូលទៅក្នុងក្រុមគេគាត់ស្មានតែគេស្រឡាញ់គាត់យកចិត្តទុកដាក់គាត់មែនតើណាដំបូងគឺដូចលោកដួងតារាលួចអីចឹងចូលទៅហ្នឹងគឺថាគេយកមកហ្នឹងដើម្បីយកមកប្រើយើងគិតស្មានតែគេគិតថាយើងជាមនុស្សសំខាន់ណាដែលការពិតគឺគេគ្រាន់តែបង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់ដើម្បីទិញយើងឲ្យកុំឲ្យជាឥទ្ធិពលដើម្បីប្របាក់គេទេគេយកខ្ចីដៃយើងមកវាយគណៈបកប្រឆាំងអាហ្នឹងគេហៅយកស្លឹកចេកខ្ចប់មិនសមចេកទៅហ្នឹងហើយដល់ពេលឲ្យអស់តម្លៃដល់យើងទៅគេកវត្តយើងចោលដល់គេអញ្ចឹងបងប្អូនតាមពិតអ្នកនាងធីសវណ្ណថាឬក៏អ្នកណាក៏ដោយគឺសុទ្ធតែជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋនេះទេអ្នកទាំងអស់គ្នានឹងខ្លាយទៅជាជនរងគ្រោះដូចតែគ្នាហ្នឹងគ្រាន់តែអត់ទាន់ដល់វេនដូចលោកបដិទ្ធកែមលីធ្លាប់មានប្រសាសន៍អញ្ចឹងថាទោះជាអ្នកមិនធ្វើអីសោះក៏អ្នកនឹងខ្លាយទៅជាជនរងគ្រោះដែរគ្រាន់មិនទាន់ដល់វេនដោយសារអីដោយសារអំពើអយុត្តិធម៌វាច្រើនពេកពីវាលពីកាលយើងដើរជន់ហើយអានោះដូចថាយើងដើរតាមផ្លូវអញ្ចឹងបើឆ្កែវាជក់អាចដាក់ពេញផ្លូវអញ្ចឹងបងប្អូនយើងមិនលែងអីនឹងជន់អាចឆ្កែនឹងម្ដុំហើយព្រោះអីវាច្រើនពេកបើសិនជាយើងនាំគ្នាមានច្បាប់ទម្លាប់ថាណែអ្នកណាដឹកឆ្កែតាមផ្លូវបើសិនជាម្ចាស់ឆ្កែហ្នឹងមិនរើសលាមកឆ្កែហ្នឹងដាក់ថងដាក់អីយកទៅបោះចោលស្រួលបួលទេគឺពីនៃគាត់អីចឹងទៅផ្លូវហ្នឹងវាអាចស្អាតហើយបើធ្វើអញ្ចឹងយើងដើរទៅអត់បារម្ភនឹងជន់អាចឆ្កែគ្រាន់ប្រយ័ត្នប៉ុន្តែដល់ពេលលាមកឆ្កែហ្នឹងវានៅពេញតែផ្លូវពេញតែស្មៅពេញតែកន្លែងទោះយើងដើរទៅកន្លែងណាទោះប្រយ័ត្នយ៉ាងណាក៏ដោយថ្ងៃណាមួយនឹងភ្លាត់ទេព្រោះយើងទៅប្រយ័ត្នយ៉ាងម៉េចដើរលើផ្លូវដែលយើងដើរគិតថាផ្លូវស្អាតរហិលរួចទៅដល់ពេលហើយទៅប្រយ័ត្នតែអាចឆ្កែរហូតហ្នឹងតើយើងរកម្មចិត្តប៉ុណ្ណាទៅអញ្ចឹងបានថាវានឹងរងគ្រោះវានឹងប៉ះហើយបើប៉ះដោយគាត់អីអញ្ចឹងខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនតាមដានមើលគាត់ផងមិនពេញចិត្តមិនសប្បាយចិត្តគាត់ប៉ុណ្ណាក៏គាត់ជាមនុស្សម្នាក់ដែលកាលពីមុនហ្នឹងក៏គាត់នៅដូចថាស្រឡាញ់គណៈបកណាមួយនឹងជួយគ្រប់គ្រងអីចឹងប៉ុន្តែលុះក្រោមអគតិណាមួយចឹងទៅគាត់មកបាំងមួយរយៈចឹងទៅហើយឥឡូវគេកំចាត់គាត់ចោលអីចឹងក៏គាត់នៅតែមានតម្លៃមួយថាបើយើងនិយាយពីសច្ចធម៌គឺមនុស្សជាតិយើងជួយមើលគ្នាផងគាត់រងការធ្វើទុកបុកម្នេញដោយសារសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់តាមបណ្ដាញសង្គមដែរបងប្អូនមិនចូលចិត្តមិនស្រឡាញ់គាត់អីយ៉ាងណាក៏យើងយកអាភិបសច្ចយុត្តិធម៌មួយយកមកប្រកាន់នៅផ្លូវកដាលមួយគិតថាយើងគិតពីយុត្តិធម៌យើងកុំគិតពីអំពើបាបឬក៏បាបកម្មពីអីយើងគិតពីយុត្តិធម៌ហ្នឹងជួយតាមមើលគាត់ឲ្យខ្ញុំផងបើសិនមានព័ត៌មានអីដឹងពីនាងបានថាខ្ញុំដឹងផងថាគាត់ជាប់ពន្ធនាគារនឹងនៅឯណាឥឡូវហ្នឹងគេចោទគាត់ពីបទអីហើយយ៉ាងម៉េចទៅហើយជាប់គុកប្រហែលឆ្នាំតុលាការកាត់ទោសកាត់ក្តីអីមិនអត់ឈឹងតែម្ដងដាច់ផឹងហ្មងហើយសំនឹងបងប្អូនមួយចំនួនគិតថាហើយមិនទៅរំលឹកគាត់បានប្រយោជន៍អីផងព្រោះខាតពេលអីមិនមែនទេបងប្អូនខាតពេលខាតអីក៏ដោយប៉ុន្តែសំខាន់គឺតកតងនឹងសច្ចធម៌យុត្តិធម៌នឹងការដែលយើងត្រូវមើលខុសត្រូវមនុស្សគ្រប់គ្នាកុំថាឡាយមនុស្សនៅក្នុងគណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចព្រោះអ្នកទាំងអស់នោះនឹងខ្លាយទៅជាជនរងគ្រោះក្នុងពេលណាមួយជាក់ជាមិនខានយើងមើលតែ MMO បាតផ្សារមួយទឹមថ្លែងសារម្សិលមិញចង់វិចបង្វិចនាំកូនរត់ចោលសន្តិភាពហ្នឹងគឺយើងដឹងហើយថាតើដល់ពេលណាវាដល់ពេលហើយតែទឹកដល់ច្រមុះដល់យូរទៅលែងរត់ទៅរួចចាប់ផ្ដើមស្អីក៏ស្អីទៅវាអត់មានដូចថាវាចាល់វាច្រើនពេកចឹងណា
បាទឥឡូវនេះគឺតាក់ទងនឹងរឿងករណីនាងធីសុវណ្ណថារឿងស្រីចម្រើនហើយខ្ញុំក៏នៅនឹកឃើញរឿងព្រះអង្គលួនសវ៉ាតព្រះអង្គសកម្មក្នុងកិច្ចការព្រំដែនកិច្ចការបរិស្ថានកិច្ចការសង្គមអីហ្នឹងគេចាប់ប្រផាត់ប្រភិញវិសតាភេសបកាយមិនទាន់ទៅប្រទេសស្វីសដល់ហើយហ្នឹងគឺចេញឯកសារវីដេអូខ្សែអាត់សម្លេងរឿងស្រីស្នេហ៍ហ្នឹងពាក់ពពូនគ្នាជាមួយព្រះសង្ឃអង្គនេះអស់ហ្នឹងអូខេលោកកម្មសខាក៏រឿងស្រីញីព្រះសង្ឃលួនសវ៉ាតឥឡូវចូលមកដល់ព្រះសង្ឃជាវិធីនេះទៀតដែលជាសកម្មជនសង្គមសកម្មជនសង្ឃនេះអ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានៅថ្ងៃទី1ខែមេសាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការគ្នាជាមួយនឹងសមាជិកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការចាប់ខ្លួនចាំបាច់បានធ្វើការទៅអីណាបើចាប់ខ្លួនទៅអាពាក្យបានធ្វើការហ្នឹងខ្ញុំពងតែឆ្ងល់ថាហេតុអីបានជាគេអាចប្រើអញ្ចឹងនិយាយទៅស្ដាប់ទៅរៀងព្រោះប៉ុន្តែដូចថាបងប្អូនយើងស៊ាំនឹងពាក្យខ្មែរថែមឲ្យលឹះហេតុអីបានជាយើងប្រើពាក្យថាពេលដែលបងប្អូនធ្វើដំណើរទៅមុខបន្តិចទៀតសូមធ្វើការបត់ឆ្វេងហើយនៅពេលរំលងបានពីផ្លូវទៀតសូមធ្វើការបត់ស្ដាំចុះហេតុអីបានជាចាំបាច់ធ្វើការធ្វើអីហេតុអីមិនបត់ឆ្វេងបត់ស្ដាំហ្មងទៅឬមួយក៏គិតថាធ្វើការនឹងព្រោះយកមកនិយាយដល់អញ្ចឹងយើងស្ដាប់ទៅបានន័យថាយើងបត់ស្ដាំទៅធ្វើការឬក៏ធ្វើការនៅពេលដែលយើងបត់ស្ដាំយើងធ្វើការងារដើម្បីបានលុយឬក៏អីវាអត់យល់តែដល់ពេលស្ដាប់ទៅគឺគេនិយាយរត់មាត់អញ្ចឹងទៅយើងព្រោះពេលខ្លះខ្ញុំនឹងរងអតិពលនៅក្នុងការប្រើពាក្យនឹងដែរដោយសារអីវាស្ដាប់ឮស៊ាំតិចដោយអាពាក្យអីស្ដាប់ជាមួយបទចម្រៀងអីអញ្ចឹងបងប្អូននាំគ្នាបំពល់តាមសង្គមអញ្ចឹងទៅធ្វើឲ្យយើងដល់ស្ដាប់អញ្ចឹងបានថាស្នេហ៍មិនឈ្នះស្និទ្ធហ្នឹងណាដល់ពេលយើងឮជក់ចិត្តឮក្នុងតិចហ្នឹងរាល់ថ្ងៃដើរទៅអាខួរក្បាលហ្នឹងវាចាប់ដោយស្វ័យប្រវត្តិគឺយើងអត់បានគិតច្រោះវាចេញតន់និយាយទៅខុសដូចគេដែរសូមអញ្ជើញមកទស្សនាជាមួយនឹងបទចម្រៀងវាអត់មានទស្សនាជាមួយបទចម្រៀងស្ដាប់ជាមួយបទចម្រៀងអីកើតទេព្រោះបទចម្រៀងហ្នឹងគឺយើងស្ដាប់វាមិនមែនស្ដាប់ជាមួយវាទេបើស្ដាប់ជាមួយបទចម្រៀងបានន័យថាបទចម្រៀងហ្នឹងអង្គុយស្ដាប់ដែរយើងស្ដាប់ដែរហើយអង្គុយមើលស្អីផ្សេងជាមួយគ្នាព្រោះយើងជាមួយហ្នឹងបានន័យថាគាត់ក៏ស្ដាប់យើងក៏ស្ដាប់តែបើយើងស្ដាប់បទចម្រៀងហ្នឹងយើងអត់ប្រើស្ដាប់ជាមួយទេព្រោះយើងស្ដាប់បទចម្រៀងជាមួយនឹងបងប្អូនរបស់យើងជាមួយកូនយើងអាហ្នឹងវាត្រូវព្រោះបានន័យថាយើងនិងកូនយើងនិងអ្នកដទៃទៀតរួមគ្នាជាមួយគ្នាហ្នឹងស្ដាប់បទចម្រៀងហ្នឹងប៉ុន្តែដល់យើងប្រាប់ថាខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់មកសូមអញ្ជើញរីករាយពិសាជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ពិសាជាមួយអាហារចឹងបានន័យថាយើងក៏ពិសាអាហារក៏ហូបខ្លួនវាដែរវាអត់ទៅរួចវាតតែយើងហូបអាហារជាមួយនឹងមិត្តភ័ក្តិឬក៏បបួលម្ចាស់ហាងមកហូបអាហារជាមួយយើងដែរបានន័យថាម្ចាស់ហាងក៏ហូបយើងក៏ហូបគឺយើងហូបអាហារមិនមែនហូបជាមួយអាហារទេបើយើងហូបអាហារជាមួយស្លាបព្រាឬក៏ជាមួយនឹងសមអាហ្នឹងដូចជាវាតំណងជាងព្រោះយើងត្រូវប្រើស្លាបព្រានិងសមដើម្បីទទួលទានអាហារហ្នឹងអញ្ចឹងបានយើងប្រើឈ្នាប់និប័តស័ព្ទជាមួយនឹងត្រូវដល់អញ្ចឹងទៅចឹងតែវែងឆ្ងាយណាស់តែខ្ញុំពិបាកមែនតើរឿងអាចារ្យរវល់ហ្នឹងសុំទោសបងប្អូនផ្អែមលៀងមាត់ហ្នឹងគឺតែអញ្ចឹងឯងវាគ្មានគ្រោងគ្មានព្រៀងអីទេតែរនឹកឃើញគឺនិយាយមួយម៉ាត់ទៅកុំឲ្យភ្លេចតែជាការដាស់តឿននេះក្នុងន័យស្ថាបនាទេបងប្អូនមិនមានចេតនាអីបន្តិចផ្អាក់អីរបៀបធ្វើការអីគេទេខ្ញុំគ្មានចេតនាដូចនេះទេគាត់តែនិយាយកន្លែងខ្លះដូចខ្ញុំនិយាយចឹងថាខ្ញុំចូលចិត្តសរសើរចង់និយាយថាមិនសរសើរឲ្យស្លាប់ទេប៉ុន្តែបង្អាប់ឲ្យរស់ព្រោះដូចតែយើងចេញក្បាលលិខិតមកស្អីយើងសូមមានកិត្តិយសសូមជម្រាបជូនបងប្អូនថាទាហានយើងស្លាប់អស់ប៉ុណ្ណេះអ្នកអីវិញយើងអាចចេញក្បាលលិខិតមួយទោះបីជាផ្លូវការប៉ុណ្ណាដែលគេថាហេគំរូលិខិតគេត្រូវតែរៀបចំចេញក្បាលមកគឺខ្ញុំមានក្រសួងមានកិត្តិយសសូមជម្រាបជូនអញ្ចឹងហ្មងគឺយើងត្រូវតែថែមតែពាក្យអីផ្សេងបានហើយក្បាលលិខិតនឹងអត់ដូរវាមិនមែនអញ្ចឹងទេយើងមានកិត្តិយសជម្រាបជូនបងប្អូនសាធារណជនតែក្នុងករណីដែលយើងមានលទ្ធផលជោគជ័យអីមួយជាទីមនោរម្យជាដំណឹងល្អដោយរឿងស្អីស៊ីវជ័យពិសិដ្ឋអីនោះស៊ីវជ័យសិទ្ធកូនលោកស៊ីវសុជាតិអីហ្នឹងដែលអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្នងការដ្ឋានស្នងការនគរបាលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្តីប្រកាសមុនហ្នឹងមែនទេនៅពេលដែលស៊ីវសុជ័យអីហ្នឹងវិជ័យអីហ្នឹងគឺថាមិនចូលខ្លួនមកបង្ហាញខ្លួនថ្ងៃមួយគាត់ដាក់ថាយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថាជនដែលបុកគេស្លាប់មិនមកបង្ហាញខ្លួនទេហើយតែយើងស្ដាប់ទៅអត់មានកិត្តិយសដែរគេអត់មកបង្ហាញខ្លួនហ្នឹងហើយពាក្យហ្នឹងដដែលយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថារដ្ឋាភិបាលថៃអាជ្ញាធរថៃអត់ចូលរួមមកវាស់វែងដីដើម្បីបកគលដីខ្មែរឲ្យខ្មែរវិញទេអត់មានកិត្តិយសដែរគេអត់មកវាស់ដីដើម្បីឲ្យយើងបានដីវិញគេអត់មកប្រជុំជាមួយយើងកិត្តិយសដែរវាទាល់តែយើងថាមានកិត្តិយសសូមជម្រាបជូនបងប្អូនថាឥឡូវនេះប្រាសាទអង្គរវត្តរបស់យើងបានคล้ายទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយគេទទួលស្គាល់ហើយប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌចាប៉ីដងវែងសំវែងក្មាវែងអីបានត្រូវអង្គការពិភពលោកគេទទួលស្គាល់អាហ្នឹងមិនជាកិត្តិយសហើយកិត្តិយសនៅពេលមានមនុស្សស្លាប់កិត្តិយសនៅពេលដែលមានបរាជ័យអវិជ្ជមានខ្មែរយើងអត់ដែលនិយាយចឹងផងព្រោះយើងបង្រៀនខ្មែរយើងឲ្យយល់អំពីថាបើគេនិយាយពាក្យហ្នឹងគឺយើងអាចរំពឹងថាណែបងប្អូនទាំងអស់គ្នាមកជុំគ្នាណោះមកអញ្ជើញមកជុំគ្នាខ្ញុំមានដំណឹងល្អមួយសម្រាប់ជម្រាបជូនបងប្អូនអញ្ចឹងបងប្អូនច្បាស់ជាដំណឹងល្អហ្នឹងអង្គុយត្រង់ត្រាប់ស្រាប់មក
ខ្ញុំមានកិត្តិយសសូមជម្រាបជូនបងប្អូនថាចាប់ពីដើមខែមេសានេះទៅគឺបងប្អូនត្រូវជម្លៀសចេញពីភូមិឋានទាំងអស់ព្រោះទុកផ្ទះនេះឲ្យរដ្ឋឧទាហរណ៍អញ្ចឹងចុះមានកិត្តិយសដែរតំណែងអញ្ចឹងល្អដែរវាអត់កើតព្រោះអីតែតំណែងល្អអូសូមជម្រាបជូនបងប្អូនថាយើងមានកិត្តិយសនិងមានសេចក្តីរីករាយហើយនឹងតំណែងល្អសូមជម្រាបជូនបងប្អូនអ្នកមកទាំងអស់នេះគឺម្នាក់បានប្រាក់ថវិកាឧបត្ថម្ភពីបុគ្គលនេះអង្គការនេះម្នាក់50000រៀលហើយបានអង្គប៉ុណ្ណេះគីឡូហើយដីឲ្យម្នាក់កន្លះហិកតាដើម្បីយកទៅអាស្រ័យផលមិនយកពុនយកដាអីទេឧទាហរណ៍ដូចងាយស្ដាប់ជាងមិនអញ្ចឹងឯងបងប្អូនហេតុអីបានជាយើងទាំងអស់គ្នាហ្នឹងធ្វើឲ្យភាសាខ្មែរយើងច្បុកច្បល់យើងនៅពេលដែលក្បាលលិខិតនិងការសរសេរលិខិតច្បុកច្បល់ប៉ុណ្នេះយើងយល់ថាមិនដឹងថាស្រុកយើងច្បុកច្បល់ប៉ុណ្ណាព្រោះយើងអត់អាចរួមគ្នាដើម្បីសរសេរលិខិតមួយដើម្បីឲ្យយើងយល់ជាសាមញ្ញសោះយើងកែអាហ្នឹងអត់ទាំងបានប៉ុណ្ណឹងហើយយើងមកដដែលអត់ដឹងថាគិតរឿងអីរឿងសាមញ្ញទូចមួយយើងអាចកែបានរឿងដូចខ្ញុំនិយាយចឹងអារឿងពាក្យជាមួយហ្នឹងគឺយើងប្រើខុសគ្រប់គ្នាអ្នកពិធីការនីអីហ្នឹងឡើងមកសូម្បីតារាល្បីអីហ្នឹងដដែលស្ដាប់ជាមួយបទចម្រៀងសូមរីករាយជាមួយនឹងផលិតផលយើងអាចរីករាយជាមួយផលិតផលកើតទេព្រោះផលិតផលមិនអាចរីករាយជាមួយយើងបានពាក្យថាជាមួយហ្នឹងគឺបានតែយើងហើយនឹងផលិតផលហ្នឹងគឺរីករាយអីមួយអាស្រ័យផលអីមួយបានយើងអាចថានេះប៉ុន្តែផលិតផលគឺជាកម្មវត្ថុនៃការរីករាយរបស់យើងនៃការទទួលទានរបស់យើងនៃការប្រើប្រាស់របស់យើងនៃការបរិភោគរបស់យើងអញ្ចឹងវាជាកម្មបត្តិនៃការទទួលអំពើរបស់កិរិយាសព្ទអានឹងខ្ញុំមិនចង់បង្រៀនភាសាខ្មែរទេខ្ញុំពេលដែលនៅអាមេរិកនេះខ្ញុំស្រឡាញ់ភាសាជាតិនេះមែនតើម្ដងអញ្ចឹងបានខ្ញុំពេលដែលនៅខ្មែរខ្ញុំចេះអង់គ្លេសច្រើនជាងខ្មែរព្រោះអីខ្ញុំបារម្ភដូចខ្មែរខ្ញុំដឹងខ្ញុំចេះហើយខ្ញុំអត់ភ្លេចទេព្រោះខ្ញុំនិយាយខ្មែររាល់ថ្ងៃអញ្ចឹងខ្ញុំប្រឹងរៀនអង់គ្លេសនឹងមែនតើរហូតតតែដេកយល់សពក៏និយាយឆ្លើយឆ្លងគ្នាជាភាសាអង់គ្លេសដែរណាសុំទោសឲ្យបងប្អូននិយាយចឹងថាភ្លេចកំណើតជាតិអញមិនមែនទេព្រោះខ្ញុំកាលហ្នឹងខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមខ្ញុំបកប្រែពីខ្មែរទៅអង់គ្លេសមិនមែនជាភាសាកំណើតរបស់ខ្ញុំទេអញ្ចឹងដើម្បីឲ្យភាសាមួយរដាស់រត់មាត់ហើយនិយាយកុំបាច់រនឹកគឺតតែយើងគេងយល់សពហើយនិយាយភាសានោះបានន័យថាកម្រិតនៃការរៀនសូត្រចេះដឹងនៅក្នុងផ្នែកភាសាហ្នឹងគឺដល់កម្រិតមួយដែលគួរជាទីមោទនៈហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដូចគ្នាអញ្ចឹងបើនៅក្នុងយល់សពបងប្អូនអាចនិយាយភាសាអីមួយបានណាសន្ទនាគ្នាកម្រិតនៃការយល់ដឹងនៃភាសាដែលបងប្អូនខំប្រឹងរៀនហ្នឹងចូលដល់កម្រិតយ៉ាងហោចណាស់ក៏កម្រិតជាការជឿនលឿន advanced កម្រិតខ្ពស់ហើយតែបើអត់ទាន់យល់សពឃើញនិយាយភាសាហ្នឹងនៅឡើយទេនៅនិយាយភាសាកំណើតរបស់យើងរនឹកភាសាបរទេសនឹងមិនទាន់ចេញយើងនៅខំប្រឹងតទៅទៀតមិនមែនបានន័យថាអត់ប្រកែទេប្រឹងទៀតអញ្ចឹងខ្ញុំប្រឹងរៀនអង់គ្លេសនោះប្រឹងមែនតើប្រឹងអានប្រយោគគេអានអីដើម្បីឲ្យខ្ញុំខួរក្បាលខ្ញុំឲ្យតែពេលនឹកឃ្លាហ្នឹងគឺនិយាយជាភាសាអង់គ្លេសបានលឿនព្រោះអីបកប្រែនៅសាលាក្តីខ្មែរក្រហមបកប្រែបដិញណាបងប្អូនបកប្រែបដិញនេះបានន័យថាគេនិយាយបដាគឺយើងបកប្រែបដាអត់មានពេលអង្គុយកត់បើកវចនានុក្រមដើម្បីនឹងមកអង្គុយផ្ទៀងផ្ទាត់អីគេនិយាយចប់បាត់ហើយមក5នាទីក្រោយទៅមកបកប្រែទេអត់ទេគឺដូចសង្វាក់ផលិតកម្មអញ្ចឹងគឺគេនិយាយយើងបកប្រែហើយតើយើងបកពីខ្មែរទៅអង់គ្លេសនឹងធ្វើយ៉ាងម៉េចនឹងទាន់បើមិនជាភាសាកំណើតរបស់យើងផងហ្នឹងអញ្ចឹងហើយខំប្រឹងមែនតើរហូតដល់កម្រិតមួយដែលខ្ញុំជឿថាការគិតការនិយាយការធ្វើអីគឺខ្ញុំនិយាយពីភាសាអង់គ្លេសមកវិញបាត់តែខ្ញុំជាខ្មែរអាហ្នឹងការខ្ញុំនៅខ្មែរពេលដែលចូលជន់ដីអាមេរិកភ្លាមដំបូងខ្ញុំគិតថាមកដល់ទឹកដីគេនេះខ្ញុំត្រូវសង្វាត់រៀនអង់គ្លេសបន្ថែមទៀតដើម្បីឲ្យបកកែឲ្យណានៃតែម្ដងពេលដែលចូលដល់ទឹកដីអាមេរិកភ្លាមគឺខ្ញុំមាននឹកស្រឡាញ់ភាសាជាតិនេះខ្លាំងមែនតើហ្មងព្រោះមកដល់ភ្លាមគឺមានមោទនភាពក្នុងខ្លួនជាខ្មែរគឺត្រូវតែកសាងប្រឹងថែរក្សាតម្លៃជាតិរបស់យើងហ្នឹងឲ្យនិយាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានគឺជាចរិតធម្មជាតិចេញមកហ្មងកាលនៅខ្មែរស្រឡាញ់ភាសាបរទេសព្រោះគិតថាខ្លួនចេះខ្មែរច្រើនហើយអត់អីរៀនចប់ដល់ថ្នាក់មហាវិទ្យាល័យហើយដូច្នេះនៅនឹង38ឆ្នាំហើយអត់ភ្លេចទេខ្មែរព្រោះយើងភាសាហ្នឹងយើងដឹងហើយយើងដូចយើងរៀនហែលទឹកឬជិះកង់អញ្ចឹងបងប្អូនការរៀនភាសាទាំងភាសាជាតិភាសាបរទេសអីក៏ដោយគឺវាដូចនឹងការរៀនជិះកង់និងរៀនហែលទឹកអញ្ចឹងបានន័យថានៅពេលដែលយើងចេះជិះកង់ហើយយើងអាចទៅអត់ចេះជិះកង់វិញបានទេគឺដោយស្វ័យប្រវត្តិគឺយើងនៅតែចេះជិះកង់គាត់ថាស្ទាត់ឬក៏មិនស្ទាត់ទេប៉ុន្តែតែរៀនចេះជិះហើយស្រាប់តែលែងចេះជិះវិញអត់មានទេជាធម្មជាតិគឺយើងត្រូវចំណាំកន្លែងហ្នឹងរៀនភាសាបរទេសតែចេះហើយគឺរឿងអត់ចេះវិញទៅទេមកអត់មានទេគ្រាន់តែថាវាអត់ស្ទាត់ឬក៏ស្ទាត់ទៅតាមការថ្នាក់និងការអនុវត្តជាក់ស្ដែងប្រើវាយូរឬក៏ញឹកញាប់ប៉ុណ្ណាហែលទឹកក៏ចឹងដែរតែចេះហែលទឹកហើយអត់ដែលទៅអត់ចេះហែលវិញទេអត់មានទេគ្រាន់តែថាហែលមិនស្ទាត់ឬក៏អស់កម្លាំងអីលមូលកពើអីអាហ្នឹងអត់ដឹងប៉ុន្តែនៅតែអណ្ដែតលើទឹកចឹងឲ្យតែយើងចេះបដាច់ខ្លួនដោយសារអីអានេះគឺជាចំណេះជំនាញមួយជាធម្មជាតិគឺមិនអាចធ្វើឲ្យមិនធ្វើវាវិញបានទេអាហ្នឹងអញ្ចឹងហើយបាទខ្ញុំខំប្រឹងរៀនភាសាខ្មែររហូតតតែខ្ញុំអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញឥឡូវខ្ញុំភ្លេចភាសាអង់គ្លេសច្រើនមែនតើខ្ញុំធ្វើការនៅសាលាក្រុងឡុងប៊ិចនេះគឺខ្ញុំប្រើប្រាស់ភាសាអង់គ្លេសរាល់ថ្ងៃព្រោះបុគ្គលិកខ្មែរអត់មានទេមានតែខ្ញុំទេអញ្ចឹងយើងនិយាយតែភាសាអង់គ្លេសប៉ុន្តែខ្ញុំនៅតែគិតថាខ្ញុំនិយាយខ្មែរបានច្រើនជាងខ្ញុំនិយាយខ្មែរនៅប្រទេសខ្មែរខ្ញុំមានមោទនភាពខ្លួនឯងមែនតើហើយអញ្ចឹងហើយបានជាខ្ញុំចេះតែគិតថាសុំបងប្អូននៅខ្មែរជាពិសេសជួយគ្នាបងប្អូនណាកុំឲ្យរបស់ដែលបាត់ហើយយើងស្ដាយហើយអត់ជួយគ្នាអីទេខ្ញុំមិនគិតថារឿងទាំងអស់នេះជារឿងអីដែលថាត្រូវតែស្លាប់រស់តែម្ដងគ្រាន់តែថាជួយកែគ្នាបន្តិចៗទៅអាពាក្យជាមួយអីហ្នឹងគឺតលន់ខ្លះទៅបងប្អូនណាកុំមកស្ដាប់ជាមួយសូមអញ្ជើញជាវជាមួយផលិតផលនេះទៅអីអត់ទេបើជាវគឺប្រើប្រាស់ជាកិរិយាសព្ទត្រូវការកម្មវត្ថុកម្មបត្តិអញ្ចឹងកិរិយាសព្ទជាវគឺជាវរបស់អីមួយអត់ជាវជាមួយទេកម្មវត្ថុនៃការស្ដាប់គឺស្ដាប់អីមួយគឺបានន័យថាត្រូវតែកិរិយាសព្ទនេះវាត្រូវការអំពើ
អញ្ចឹងអំពើហ្នឹងតែអ្នកដែលគេនិយាយស័ព្ទជាអំពើត្រូវការរបស់ដែលរងអំពើវាបើខ្ញុំស្ដាប់បានន័យថាស្ដាប់អីខ្ញុំស្ដាប់ភ្លេងអញ្ចឹងបានន័យថាខ្ញុំស្ដាប់ភ្លេងស្ដាប់ហ្នឹងគឺជាកម្មបត្តិជាកិរិយាសព្ទអំពើភ្លេងគឺជាកម្មវត្ថុដែលទទួលរងអំពើនៃយើងស្ដាប់បើអត់ដាក់ភ្លេងទេខ្ញុំស្ដាប់អីគេសួរខ្លួនយើងមកយើងស្ដាប់អីអូស្ដាប់ភ្លេងស្ដាប់ទឹកហូរស្ដាប់សត្វចាបយំឃើញទេទាំងអស់ហ្នឹងហើយគឺវាត្រូវនឹងពាក្យខ្មែរត្រូវន័យហោះដល់ពេលសូមអញ្ជើញស្ដាប់ជាមួយភ្លេងនេះហើយទៅយកស្អីមកជ្រៀតជ្រែកពាក់កណ្ដាលហ្នឹងឲ្យខុសទៅទេតាមពិតយើងត្រូវស្ដាប់ភ្លេងវាទៅជាស្ដាប់ជាមួយភ្លេងហោះសូមអញ្ជើញជាវជាមួយផលិតផលនេះវាអត់ទៅអញ្ចឹងកើតទេបងប្អូនណាម្ដងទៀតសូមជួយគ្នាកាជាវគឺជាផលិតផលស្ដាប់អាហ្នឹងតែម្ដងហើយស្ដាប់ជាមួយអីហ្នឹងគឺមានន័យផ្សេងមិនមែនមានន័យថាយើងស្ដាប់អាហ្នឹងទេយើងស្ដាប់ជាមួយមិត្តភ័ក្តិស្ដាប់ភ្លេងជាមួយមិត្តភ័ក្តិស្ដាប់អីឬក៏ទទួលទានអាហារជាមួយមិត្តភ័ក្តិអាហ្នឹងរឿងផ្សេងប៉ុន្តែអាហារត្រូវតែជាកម្មវត្ថុកម្មបត្តិនៃកិរិយាសព្ទទទួលទានអាហារហ្នឹងហើយម្ដងទៀតធ្វើការខ្ញុំជឿថាភាសានេះគឺគេបើធ្វើការស៊ើបអង្កេតសូម្បីតែធ្វើការស៊ើបអង្កេតហ្នឹងណាក៏យើងអត់ចាំបាច់ដាក់ធ្វើការទៀតអីបានទេវាមិនមែនថាខុសនឹងទាំងស្រុងទេគ្រាន់តែថាវាលើសហេតុអីបើយើងដាក់ថាក្រសួងចាត់ការស៊ើបអង្កេតក្រសួងបើកការស៊ើបអង្កេតក្រសួងស៊ើបអង្កេតហើយប៉ុន្តែនៅតែប្រើពាក្យថាក្រសួងធ្វើការស៊ើបអង្កេតករណីនេះបើយើងស្ដាប់ទៅវាអត់មានខុសន័យអីច្រើនពេកទេប៉ុន្តែនៅតែស៊ើបអង្កេតដដែលដូចអញ្ចឹងនៅក្នុងករណីដែលខ្ញុំនិយាយអញ្ចឹងអូសូមធ្វើដំណើរទៅមុខបន្តិចទៅនៅពេលដែលដល់ផ្លូវនេះសូមធ្វើការបត់ឆ្វេងហើយម៉ោងប៉ុណ្ណេះខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចុះហេតុអីបានចាំបាច់ធ្វើការផ្សាយផ្ទាល់បើយើងផ្សាយផ្ទាល់បានទៅហើយហ្នឹងយើងដាក់ថាម៉ោងប៉ុណ្ណេះខ្ញុំនឹងផ្សាយផ្ទាល់ហេតុអីបានជាធ្វើការផ្សាយផ្ទាល់ឬក៏មួយតែយើងធ្វើការហើយបានយើងផ្សាយផ្ទាល់ឬក៏យ៉ាងដូចម្ដេចតែខ្ញុំអត់សុំទោសបងប្អូនខ្ញុំមិនមែនជាអ្នកជំនាញអក្សរសាស្ត្រអីទេគ្រាន់តែថាខ្ញុំគិតថាពាក្យមួយចំនួនវាលើសហ្នឹងគឺបានន័យថាប្រើក៏ដូចតែមិនប្រើហើយបើអត់ប្រើហេតុអីប្រើទៅអីកន្លែងខ្លះប្រើខុសទៅទៀតដូចជាភាសាអង់គ្លេសពេលខ្លះដូចជាពាក្យអង់គ្លេសដូចថាពាក្យធំមួយចឹងឧទាហរណ៍ធំគឺ big ដល់តែពេលធំខ្លាំងមែនតើគឺបានន័យថា very big គឺគេប្រើអត់ប្រើ very big ទេគេប្រើពាក្យជំនួសមួយគឺ huge ធំខ្លាំងដល់តែពេលអា huge ហ្នឹងគឺមានន័យថា very big គឺវាធំខ្លាំងណាស់តែដល់ពេលយើងយកអាពាក្យណាស់ហ្នឹងយកទៅដាក់ណាធំខ្លាំងណាស់ហ្នឹងទៀតអញ្ចឹង very huge ទៀតឧទាហរណ៍វាទៅជាធំខ្លាំងណាស់បើយើងនិយាយជាភាសាខ្មែរតែវាឆ្កងទេបងប្អូនចុះបើធំខ្លាំងណាស់ហើយហេតុអីបានដាក់ណាស់ហ្នឹងទៀតនឹងខ្ញុំគាត់និយាយឧទាហរណ៍ខ្លីអញ្ចឹងទេតែយើងស្ដាប់អញ្ចឹងអូតិចសគាតិចដូចពាក្យស្អាតអញ្ចឹងនៅក្នុងភាសាអង់គ្លេស beautiful ស្អាតដល់តែពេលយើងចង់ថាស្អាតណាស់ស្អាតលើសគេលើសឯងគឺ gorgeous ដល់តែពេលយើងដាក់ពាក្យថា very gorgeous យកអាពាក្យណាស់ហ្នឹងទៅថែមជាមួយ gorgeous ទៀតវាទៅជាស្អាតណាស់ចុះហេតុអីបានទៅបានស្អាតណាស់ហ្នឹងទៀតបើស្អាតណាស់ហ្នឹងវាគ្រប់គ្រាន់ទៅហើយអញ្ចឹងដូចគ្នាខ្មែរយើងក៏អញ្ចឹងដែរកន្លែងខ្លះយើងស្ទួនឲ្យលើសពាក្យប៉ុន្តែមិនមែនប្រកាសថាត្រូវទេស្ដាប់ទៅវាអត់ត្រូវភាសាអង់គ្លេសពាក្យថា great បានន័យថាធំណាស់អស្ចារ្យណាស់តែដល់ពេលយើងថា very great ខុសបាត់ព្រោះយើងអត់អាច very ហ្នឹងប្រែថាណាស់ទៀតវាសម្បើមថែមទៅឲ្យថា very good អត់អីទេតែដល់ពេលគេថា very good ហ្នឹងគឺវា great ហើយវាអស្ចារ្យហើយអញ្ចឹងយើងដល់ពេលដាក់ថា very great វាទៅជាណាស់ទៀតហើយធំណាស់ទៀតហើយអញ្ចឹងវាអត់តំណងខ្ញុំគ្រាន់តែនិយាយហ្នឹងគឺសំទោសឲ្យវែងឆ្ងាយដល់ភាសាអង់គ្លេសទៀតមិនមែនជាអ្នកជំនាញអីទេគាត់ថាពេលខ្លះជួយកែគ្នាបន្តិចទៅបងប្អូនណាតាមជួយគ្នាខ្ញុំជឿថាយើងអាចនឹងម្នាក់បន្តិចទៅដូចខ្ញុំនិយាយចឹងថាកុំសួរថាជាតិយើងគឺរាជបណ្ឌិតសភាយើងរដ្ឋាភិបាលយើងប្រព័ន្ធអប់រំយើងជួយយើងអីបានយើងកុំទៅរកតែអង្គការស្ថាប័នរដ្ឋនឹងជួយយើងអីបានតែយើងសួរយើងម្នាក់ហ្នឹងជួយអីគេបានខ្លះទៅស្ថាប័នទាំងអស់ហ្នឹងដើម្បីជួយកែគ្នាបន្តិចតែយើងនាំគ្នាភ្ញាក់រលឹកបន្តិចចឹងទៅគឺវាកែបានហើយបងប្អូនទម្លាប់ធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកប្រដៅស្ដីកូនចៅស្ដីឲ្យស្មោះទម្លាប់នេះគឺធំជាងច្បាប់ណាស់បើអត់កែទេគឺវាទៅហើយដូចយើងបើកម៉ូតូចឹងទៅអាផ្លូវទៅត្រង់ភ្លឹងចឹងស្អាតតែមានផ្លូវកាច់ណាមួយទៅសៀចូលប្រច្រាស់គេហ្នឹងតែវាចិត្តព្រោះអាកន្លែងដែលទៅហ្នឹងវាចិត្តតែបើចាំឲ្យទៅតាមផ្លូវត្រង់ហ្នឹងគេកង់ហ្នឹងអស់ពេល5នាទីទៀតអញ្ចឹងទៅសៀទៅអាប្រឡោះខុសខាងឆ្វេងដៃហ្នឹងឲ្យខាងតែបានទៅបុកគេទៅស្ទះចរាចរណ៍អត់ជួយក្បាលសំខាន់គឺខ្ញុំទៅដល់កន្លែងហ្នឹងលឿនតោះតែយើងជួយកែសតិអារម្មណ៍របស់យើងថាទេបើយើងចង់លឿនយើងចង់ទៅផ្លូវកាត់វាលឿនតែយើងហ្នឹងចោះគេមិនវិញគេនឹងស្ទះគេនឹងមានគ្រោះថ្នាក់មានអីយើងត្រូវគិតអំពីសិលធម៌នឹងផងយើងក៏ចង់បានលឿនគេក៏ចង់បានលឿនយើងគេចាំឧទាហរណ៍គេតរង់ជួមកជួតាំងពីព្រឹកដើម្បីចូលហាងអាហារណាមួយដើម្បីតរង់ទៅគឺតែយើងរត់មករេចូលផ្លុកកាត់មុខគេយើងសាកគិតមើលតើសិលធម៌យើងទៀបប៉ុណ្ណាយើងក៏យ៉ាងហោចណាស់ក៏មានសិលធម៌មួយបើឃើញគេតរង់ជួអញ្ចឹងយើងសំពះសុំគេសុំទោសទៅថាខ្ញុំមកកូនខ្ញុំឈឺមានរឿងបន្ទាន់ខ្ញុំត្រូវការថ្នាំលេបបន្ទាន់អីអញ្ចឹងទៅខ្ញុំអាចចាំបានមិនអីទេតាមធម្មតាប៉ុន្តែពេលនេះខ្ញុំត្រូវការទិញអាហ្នឹងឲ្យបានមុនគេអញ្ចឹងទៅព្រោះខ្ញុំប្រញាប់ចេះចោះអីព្រោះហួសម៉ោងខ្ញុំពិតជាសុំសួរបងប្អូនទាំងអស់គ្នាខ្ញុំអាចចូលកាត់ឈរមុខហ្នឹងឬឲ្យ
គេអ្នកទាំងអស់គ្នា100%ខ្ញុំជឿថាគេនឹងឲ្យចូលចោះអត់អីទេប៉ុន្តែបើយើងរត់រេមកចូលកាត់បន្ទាត់ហ្នឹងទៅមនុស្សទាំងអស់នឹងមើលឃើញយើងអសិលធម៌អគុណធម៌មកបន្តិចហ្នឹងរឿងអាចដូរឲ្យស្ថានភាពប្រសើរបានដោយសារការទទួលសុជីវធម៌ហ្នឹងដោយសុំទោសសុំអីគេយល់ហើយបើគេមិនឲ្យក៏អត់មានទៅរករឿងអីគេដែរគេថាអត់ទេគេក៏ប្រញាប់ដែរធ្វើម៉េចបើយើងសុំប៉ុន្តែធានាខ្ញុំជឿ100%បើយើងហ៊ានថាសុំទោសសុំអធិស្ឋានខ្ញុំយឺតម៉ោងខ្លាំងមែនតើខ្ញុំពិតជាមិនចង់ឲ្យអ្នកទាំងអស់គ្នាឈរចាំខាតពេលអីចឹងដែរប៉ុន្តែធ្វើម៉េចអាគ្រោះអនុគ្រោះអធិស្ឋានមកពេលអីមកគ្រាគេច្បាស់ជាអត់អោនឲ្យយើង100%ហើយយើងនឹងមានសេចក្តីថ្លៃថ្នូរនៅក្នុងការទទួលស្គាល់បានការលើកតម្កើងថាមនុស្សនេះគួរលើកទឹកចិត្តឲ្យគាត់ទៅគាត់រវល់គាត់សុំទោសគាត់អីយើងតោះតែជួយគ្នាអញ្ចឹងណាបងប្អូនមិនមែនម៉ាយកទៅសងឃើញគេអញ្ចឹងយើងអញ្ចឹងដែរឃើញគេខុសអញ្ចឹងដែរឃើញគេលួចដែរឃើញគេកុហកដែរឃើញគេអាចេធ្លាក់ទឹកដែរឃើញគេតែស្កយើងតែស្កបានដែរអត់ទេបើយើងមិនស្អប់ខ្ពើមស្អីនៅក្នុងសង្គមមិនជេរស្ដីយើងក៏សុំឲ្យមនសិការសម្បញ្ញៈរបស់យើងជេរយើងដែរក៏មានយើងខ្ពើមខ្លួនឯងដែរណាឲ្យចេះខ្ពើមខ្លួនឯងផងបើអញ្ចឹងបានយើងទៅរួចឥឡូវខាងគេហ្នឹងគេថាអញ្ចឹងគេប្រាប់មកគេដាក់ថាសមត្ថកិច្ចជំនាញខេត្តបាត់ដំបងសហការគ្នាអីជាមួយនឹងអាជ្ញាធរក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិហ្នឹងបានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះជាវុធីបើខ្ញុំនឹងអានទៅពួកគេដាក់ធ្វើការប្រហែលជាបើគាត់មិនធ្វើការក៏មិនអាចចាប់ខ្លួនព្រះអង្គជាវុធីនឹងបានដែរបានន័យថាបង្ហាញពីសមត្ថកិច្ចគេធ្វើការបានធ្វើការចាប់ខ្លួនជនជាប់ចោទឈ្មោះជាវុធីភេទប្រុសអាយុ28ឆ្នាំមុខរបរព្រះសង្ឃនៅចំណុចមុខរបរព្រះសង្ឃតាមពិតជាពាក្យត្រូវរបស់គេប៉ុន្តែមុខរបរជាព្រះសង្ឃបាទយកព្រះសង្ឃជារបរនៅចំណុចវត្តពោវាលសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងតាមដីកាបង្គាប់ចេះមកហើយចោតពីបទញុះញង់បង្កឲ្យមានករណីវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាមួយគ្នានេះជននេះត្រូវបានប្រព្រឹត្តបទខុសវិន័យសង្ឃបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដែលហៅថាបរាជិកដោយក្នុងនាមខ្លួនជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាស្រីក្មេងជាច្រើនជួនកាលលួចដោះស្បង់ចៃវរណាត់ជួបស្រីស្នេហ៍រហូតដល់មានកូនថែមទៀតផងសូមបញ្ជាក់ថាការចាប់ខ្លួនជនជាប់ចោទត្រូវចោទខាងលើគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធីដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឬសេរីភាពនៃការបញ្ចេញមតិនោះឡើយហើយក្រសួងអ្នកនាំពាក្យនេះក៏ថាបដិសេធនឹងច្រានចោលរាល់ការលើកឡើងរបស់ក្រុមប្រឆាំងមួយក្រុមតូចក៏ថាក្រុមប្រឆាំងមួយក្រុមតូចដែលចោទរដ្ឋាភិបាលថាគេថាផ្សព្វផ្សាយតាមបណ្ដាញសង្គមចោទសមត្ថកិច្ចថាអនុវត្តច្បាប់លើជនត្រូវចោទថាជាការរំលោភបំពានសិទ្ធិសេរីភាពដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដនិងអង្គច្បាប់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងពីដើមឡើយមកចោទអញ្ចឹងដល់ពេលហើយមកចេញរឿងស្រីស្នេហ៍ណាទៅវិញអូខេបងប្អូនពេលខ្លះរឿងដដែលពេកពេលខ្លះអាពិតទៅជាមិនពិតមិនពិតទៅជាពិតដូចរឿងលោកកម្មសខាអញ្ចឹងរឿងខំច័ន្ទតារាទីនោះជ្រុំម្ដងហើយម្ដងទៀតដល់រឿងព្រះអង្គលួនសវ៉ាតនឹងស្រីស្នេហ៍នឹងម្ដងហើយម្ដងទៀតយូរទៅគេទលាន់ទៅវាមិនដឹងពិតឬមិនពិតអីក៏ប៉ុន្តែគេសាំនិយាយថាដដែលឲ្យតែអ្នកណាជាអ្នកគណៈបកនយោបាយបកប្រឆាំងសិតតែជាប់បញ្ហារឿងស្រីស្នេហ៍រឿងអីអញបើមានរឿងនេះមែនណាចំពោះមន្ត្រីគណៈបកកណ្ដាលអំណាចសប្ងាយដូចខ្ញុំនិយាយចឹងទៅរកទៅចាប់យកអាច្បាប់ឯកពន្ធភាពយកទៅចាប់មន្ត្រីគណៈបកប្រជាជនកម្ពុជាសប្ងាយដឹកនាំប្រទេសដោយទាំងថ្នាក់ដឹកនាំផងកុំរកសាលារៀនដាក់ចាប់សាកយកច្បាប់ឯកពន្ធភាពនិយាយពីអត់មានស្រីស្នេហ៍អត់មានស្រីចិញ្ចឹមអត់មានស្រីក្មេងអត់មានអីណាសាកខ្ញុំភ្នាល់មួយមុនរ៉េតចាប់ទៅបើមានកន្លែងដាក់បើសាលារៀននឹងដាក់អស់អាហ្នឹងបើសិនជាអស់លោកចង់អនុវត្តច្បាប់ហ្នឹងប៉ុន្តែរឿងហ្នឹងឲ្យតែមានរឿងអីជាមួយនឹងក្រុមប្រឆាំងគឺចេញតែអញ្ចឹងតែមករហូតយើងមិនដឹងថាការពិតនឹងវា100%វាដូចការឬថាព្រះអង្គនឹងប្រព្រឹត្តខុសណែបរាជិកអីហ្នឹងមែនឬយ៉ាងម៉េចជួនកាលដូចចង់និយាយចឹងថាមែនក៏ដូចមិនមែនក៏ដូចមែនព្រោះវាដូចថារឿងវាដដែលឲ្យតែចេញមកគឺមានរឿងអីមួយដើម្បីបន្សាបព័ត៌មានឲ្យប្រជាពលរដ្ឋពងចោទថាអូព្រះអង្គសកម្មក្នុងកិច្ចការសង្គមអញ្ចឹងដើម្បីឲ្យព្រះអង្គនឹងបាត់ប្រជាប្រិយកុំឲ្យប្រជាពលរដ្ឋនឹងនាំគ្នាគិតថាព្រះអង្គនឹងអស់ចាមានស្រីស្នេហ៍ដល់អញ្ចឹងបរាជិកគឺប្រជាពលរដ្ឋចាប់ផ្ដើមអូប្រសងអញ្ចឹងយើងគ្រប់គ្រងដែរយកការធ្វើសកម្មភាពនយោបាយឈឺឆ្អាលរឿងបរិស្ថានរឿងសិទ្ធិមនុស្សរឿងព្រំដែនអីតែប៉ុន្តែជ្រកក្រោមស្បង់ចៃវរប្រព្រឹត្តអំពើអនាចារអញ្ចឹងអាហ្នឹងធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមបន្សាបគេហៅថាបន្សាបអធិពលរបស់ព្រះសង្ឃអង្គនេះដោយការដែលចេញអង្គហេតុថ្មីមកអញ្ចឹងដូចខ្ញុំនិយាយចឹងបងប្អូនយើងមិនដឹងថាអង្គហេតុនេះពិតឬមិនពិតយ៉ាងណាប៉ុន្តែនេះគឺជាសិល្បៈរបស់ក្រមការអំណាចឬអាជ្ញាធរក្នុងការទី1យករួចខ្លួនកុំឲ្យប្រជាពលរដ្ឋថាឲ្យតែចាប់ដឹងតែពីរឿងថ្លែងសារនៅក្នុងបណ្ដាញសង្គមធ្វើទុកបុកម្នេញផ្នែកសិទ្ធិមនុស្សបញ្ចេញមតិអញ្ចឹងបើដាក់អានេះចេញមកគេថាអូគេចាប់មកដោយសារព្រះអង្គបរាជិកប៉ុន្តែដំបូងនឹងមានបរាជិកឯណាដំបូងហ្នឹងគឺចាប់ចោតពីរឿងបង្កភាពវឹកវរអូបើសិនជាចោតព្រះអង្គថាមានស្រីស្នេហ៍
ស្រីស្នេហ៍នឹងប្រកបវឹកវរដល់ស្ថានភាពសង្គមឯណាបើឧទាហរណ៍ថាខ្ញុំមិនចោទព្រះអង្គជាវិធីថាមានស្រីស្នេហ៍មិនស្រីស្នេហ៍ឥឡូវឧទាហរណ៍ថាសមត្ថកម្មនឹងជាការពិតបើលួចលាក់ឬក៏អីក៏ដោយហ្នឹងវាខុសវិន័យសង្ឃគឺត្រូវតែខាងធម្មការសាសនាអីហ្នឹងដាក់ផ្ទុះដាក់ទណ្ឌដាក់វិន័យអីចឹងទៅតាមការគួរទៅហើយរឿងនេះវាជារឿងសម្ងាត់របស់ស្អីទៀតតើទៅវឹកវរដល់ស្ថានភាពសង្គមដែលធ្វើឲ្យមានបញ្ហាអសន្តិសុខកន្លែងណាឧទាហរណ៍ថាខ្ញុំមិនគ្រប់គ្រងឲ្យប្រសង់ណាទៅសាច់មេធនធម៌អីជាមួយនឹងប្រសក់ឬក៏អីទេខ្ញុំចង់និយាយថាបើសិនជាព្រះអង្គប្រព្រឹត្តខុសអាបត្តិបែបនេះគឺជាការពិតហើយគឺត្រូវតែមានវិន័យខាងផ្នែកពុទ្ធចក្រនឹងត្រូវតែដោះស្រាយតាមការគួរហើយមិនឲ្យរួចខ្លួនទេខ្ញុំមិនឲ្យអង្គណារួចខ្លួនដោយសារតែការប្រព្រឹត្តអំពើពាលាអាវ៉ាសែឬអនាចារនៅក្នុងយុគសាសនាជាជំនាន់ខ្ញុំអត់គ្រប់គ្រងទេព្រោះយើងបំផ្លាញសាសនាហ្នឹងក៏ប៉ុន្តែរឿងមួយចំនួនគឺវាគប់ជួនម្លេះដោយសារតែមានចេញអញ្ចឹងមកមានរឿងស្រីស្នេហ៍រឿងអីចឹងមកហើយព្រះអង្គបានជួយកិច្ចការសង្គមគឺបន្សាបឥទ្ធិពលនឹងទាំងអស់ដើម្បីឲ្យត្រូវតាមសាធារណជនទូទៅយល់ថាតិចទៀតឈប់ប្រសងនឹងខំតែទុកចិត្តខំអីទៅអញ្ចឹងកលេសខេះអញ្ចឹងហើយដល់ពេលឥឡូវចាប់ផ្ដើមប្រជាប្រដ្ឋចាប់ផ្ដើមរសាយចិត្តទៀតទៅចាប់ផ្ដើមទម្លាក់កំហុសទៅលើប្រសងអង្គនេះហើយបាត់អស់អាគុណូបការៈនឹងការធ្វើជួយអីមកគេហៅ100សំពៅអីទៅមានអារឿងនេះចូលមួយទៅគឺវល់នៅក្នុងរឿងនេះជឿតាមអ្វីដែលរដ្ឋាភិបាលឬក៏អាជ្ញាធរចង់ឲ្យប្រជាពលរដ្ឋជឿតាមគេហើយដល់អញ្ចឹងមានអាមីអថោនឹងបន្តទៅបិបហាប្រសងនេះទៀតថាលៀបសការៈស្អីប្រសងថងយាមស្អីដូចក្រុមគណៈបកនយោបាយព្រំអីនោះថាអាចោថងយាមអីណានោះទៀតទៅទៀតហ่ะអញ្ចឹងយើងនិយាយមកវិញថាបើសិនជាព្រះអង្គសង្ឃអង្គនេះប្រព្រឹត្តអំពើបែបនេះតើវាប្រកបភាពវឹកវរដល់សន្តិសុខសង្គមបែបណាទៅព្រោះអាភាពវឹកវរញុះញង់អីហ្នឹងគឺដោយសារការបញ្ចេញមតិការថ្នាក់ឬក៏រិះគន់រដ្ឋាភិបាលរឿងអីសពបែបយ៉ាងតែហេតុអីបានជាអង្គហេតុរឿងស្រីស្នេហ៍នេះវាទៅជាមួយនឹងញុះញង់កើតអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋចេះតែថាអាញាធរចេះតែថាហើយដល់ពេលហើយគេលែងជឿលើស្ថាប័នហើយនៅពេលដែលលែងជឿលើស្ថាប័នរដ្ឋនឹងគាត់ថាម៉េចទេនេះគឺជាការអនុវត្តកិច្ចនីតិវិធីត្រឹមត្រូវផ្អែកលើអង្គហេតុអង្គច្បាប់អាញាធរធ្វើអីក៏ត្រូវតែបន្ថែមថាគេធ្វើហ្នឹងគឺធ្វើតាមអង្គហេតុអង្គច្បាប់ឲ្យប្រជាពលរដ្ឋជ្រាបអីចឹងទៅគេដឹងថាសមត្ថកិច្ចរបស់អាញាធរត្រូវធ្វើអីដូចរឿងចាប់ជ័យស៊ីជ័យសិទ្ធនោះណាគឺចាប់មកហើយអាញាធរនគរបាលខេត្តបាត់ដំបងហ្នឹងបញ្ជាក់ទៀតថាគ្មានឲ្យជនណានេះគឺសបញ្ជាក់ថាជនណាដែលប្រព្រឹត្តអំពើល្មើសមិនរួចពីសំណាញ់ច្បាប់គឺសត្វតែប្រើឃ្លាមកអញ្ចឹងទៀតមិនចាំបាច់ប្រាប់គេទេខ្ញុំថាមិនខុសទេនៅក្នុងការនិយាយប៉ុន្តែគេដឹងហើយថាស្ថាប័នប៉ូលីសគឺដើម្បីចាប់ចោលអត់ឲ្យរួចខ្លួនអញ្ចឹងហើយដល់ពេលយើងបន្ថែមឃ្លាហ្នឹងបានន័យថាយើងប្រាប់ថាគេអត់ទុកចិត្តហ្នឹងគឺយើងត្រូវតែបកស្រាយអញ្ចឹងយើងមានខ្លួនដើម្បីឲ្យបកស្រាយខ្ញុំថាជាការបកស្រាយល្អឲ្យបកទៅប៉ុន្តែនៅពេលដែលយើងថែមឃ្លាបែបហ្នឹងគឺបានន័យថាអូគេអត់ទុកចិត្តគាត់អញ្ចឹងគាត់ទៅសេអញ្ចឹងដើម្បីអស់តែគេដឹងថាបើសិនជាយើងដែលយើងជាប៉ូលីសបានន័យថាយើងចាប់ចោលហើយចាំបានន័យថាយើងត្រូវតែចាប់ចោលរយុទ្ធធម៌ដើម្បីជូនប្រជាពលរដ្ឋយើងមិនបាច់ប្រាប់ទេព្រោះភារកិច្ចទូនីតិរបស់ប៉ូលីសគឺចាប់ចោលទូនីតិរបស់តុលាការគឺរកយុត្តិធម៌ឲ្យជនរងគ្រោះទាំងសងខាងឬក៏ជនសង្ស័យតែប៉ុណ្ណាមិនចាំបាច់ប្រាប់ថាតុលាការនេះនឹងអនុវត្តទៅតាមច្បាប់តាមគោលការណ៍តាមគោលវិធីបាច់ទេព្រោះច្បាប់អស់ហ្នឹងគេចែងថាតុលាការត្រូវតែធ្វើតាមច្បាប់ប៉ូលីសត្រូវតែធ្វើអញ្ចឹងប៉ុន្តែនៅពេលដែលគាត់បកស្រាយគឺបានន័យថាជាការអំចិត្តប្រជាពលរដ្ឋឥឡូវយើងមើលមតិរបស់ប្រជាពលរដ្ឋវិញគាត់និយាយថាម៉េចពលរដ្ឋអស់សំណើចបងប្អូនខ្ញុំមើលតាមបណ្ដាញសង្គម Facebook អស់សំណើចនឹងត្រង់ថាហេតុអីបានជាអាញាធរចោតប្រសង់ជាវិធីថាលួចមានស្រីស្នេហ៍ក្មេងឯណាណៃនោះទៅវិញក្រាញ់ចោតប្រសង់ពីអង្គនេះពីបទញុះញង់ហីឥឡូវខ្ញុំលើករកឲ្យបងប្អូនមើលម្ដងមួយកណនី Facebook មួយលើកឡើងចេះថាគួរឲ្យអស់សំណើចដែលខំប្រឹងបំភ្លឺចោតបទញុះញង់តែអង្គហេតុទៅជានិយាយរឿងមានស្រីញីបរាជិកឯណាណៃនោះទៅវិញទី1លោក$10,000ដែលជាកណនី Facebook ឈ្មោះ$10,000ខ្ញុំជឿថាលោក$10,000គឺជាមន្ត្រីជាន់ខ្ពស់នៅក្នុងអង្គការសង្ត្រាល់នៅឯប្រទេសកម្ពុជាអង្គការតាក់ទងពលករចំណាក់ស្រុកតាក់ទងនឹងសិទ្ធិពលរដ្ឋសិទ្ធិការងារអីហ្នឹងលោកសរសេរថាមិនចង់និយាយទេតែវានៅលើគោកពេករវាងបាត់ចោតនិងអង្គហេតុអញ្ចឹងទៅតែប៉ុណ្្នឹងមួយម៉ាត់អញ្ចឹងទៅនឹងរឿងលោកជាវិធីប្រសងជាវិធីមានកណនី Facebook មួយទៀតគាត់លើកឡើងចេះថានិយាយបែបនេះវិញប៉ះសិនបើលោកប្រព្រឹត្តខុសវិន័យមែនណាហេតុអីចោតលោកពីបទញុះញង់បើខុសវិន័យមែននេះជាតួនាទីរបស់ក្រសួងធម្មការនិងសាសនាជាអ្នកចាត់ចែងទេតើចុះហេតុអ្វីបានជាប៉ូលីសទៅចាប់លោកដាក់ដល់កន្លែងលោកប្រព្រឹត្តអកតកម្មនឹងទៅវិញហើយគាត់បន្ថែមថាមុនចង់វាយឆ្កែគេត្រូវចោតឆ្កែនោះថាឆ្កែឈួតសិនរឿងចោតដដែលហើយចោតតែចំពោះអ្នកដែលសកម្មនឹងបញ្ហាសង្គមប៉ុណ្ណេះតែប៉ុណ្្នឹងឯងតែចំពោះរឿងពួកដែលតាំងខ្លួនជាអ្នកមានបុណ្យបារមីហើយពង្វក់ពលរដ្ឋខ្មែរវិញស្ងាត់ឲ្យដូចចោលលួចសេះអ្នកបក់ផ្លិតអ្នកស្អីព្រិះព្រោះឯហ្នឹងលោកហេងស្រស់ឲ្យនោះទៅវិញបាទជាសកម្មជនព្រៃឈើប៉ុន្តែឥឡូវបានភៀសខ្លួនជាមួយគ្រួសារទៅនៅប្រទេសអូស្ត្រាលីហើយគាត់សរសេរសារលើបណ្ដាញសង្គម Facebook គាត់ថាអញ្ចេះខ្ញុំគ្មានភ្ញាក់ផ្អើលអីបន្តិចសោះចំពោះការចាប់ចងពលរដ្ឋស្លូតត្រង់នៅកម្ពុជាពីព្រោះកម្ពុជាបច្ចុប្បន្នសម្បូរដោយសត្វកាចសាហាវបើគេចាប់ដាក់គុកយើងរាប់ថាជាសំណាងតែបើយើងរត់ចោលស្រុកគេចាត់ទុកថាជីវិតយើងថ្លៃហើយតែបើយើងឲ្យជីវិតយើងខ្សែក្នុងដៃពួកសត្វ
យើងនឹងគ្មានឱកាសសងសឹកទេអូលោកសេងស្រស់ហើយអហោសិកម្មទៅអាពាក្យសងសឹកហ្នឹងកុំឲ្យត្រីឡើងទឹកឡើងត្រីស៊ីស្មោចទឹកឲ្យសម្រាប់ស៊ីត្រីប៉ុន្តែខ្ញុំយល់អំពីចិត្តរបស់លោកហេងស្រស់ហើយគេតាមទៅទុកបុកម្នេញគ្មានស្រាកស្រានរហូតរត់ចោលស្រុកដែរដើម្បីបានទៅនៅទីទួលសុវត្ថិភាពជាមួយគ្រួសាររឿងតស៊ូព្រៃឈើហ្នឹងឥឡូវបានអ្នកណាតស៊ូព្រៃឈើព្រៃឡង់ព្រៃអីហ្នឹងទៀតបើលោកហេងស្រស់លោកអ៊ូចលេងអីនាំគ្នាទៅក្រៅប្រទេសអស់ហ្នឹងសង្ឃឹមថាលោកនឹងបន្តកិច្ចការនេះតទៅទៀតពីស្រុកក្រៅឯកញ្ញាសុនរដ្ឋានោះវិញដែលជាសកម្មជនម្នាក់នៅក្នុងចំណោមសកម្មជនចលនាមេដាធម្មជាតិក៏និយាយចាស់មិនបាច់សួរទេដឹកនាំមនុស្សបែបដឹកនាំបែបណាហ្នឹងកូនចៅគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីអត្តចរិតរបស់មេដឹកនាំរបស់ខ្លួនដោយពាក្យចាស់លពកថាឪខ្លាមិនដែលបង្កើតបានកូនឆ្កែទេគាត់និយាយរីគុណសង្គមជាទូទៅទេហើយតាក់ទងនឹងបប្រតិបត្តិនេះដែរគេថាបង្កើតរូបភាពអញ្ចឹងនិយាយពាក្យបែបហ្នឹងនៅក្នុងខ្លួនសល់ភាពខ្មាស់អៀនខ្លះដែរឬអត់ណោះឬក៏ភាពលោភលន់លេបត្របាក់ភាពជាមនុស្សអស់ហើយបាទនេះខ្ញុំគ្រាន់តែនិយាយមតិប្រជាពលរដ្ឋទេបងប្អូនតែយ៉ាងណាអាជ្ញាធរដោះស្រាយតាមការគួរទៅហើយមតិពលរដ្ឋយកទៅស្ដាប់ហើយយកទៅពិចារណាកែទៅឥឡូវនេះគឺចូលដល់ព័ត៌មានបន្ទាប់នេះគឺតកតងនឹងកម្ពុជាបន្តកំដរលបែងនយោបាយថៃរឿងព្រំដែនត្បិតនៅតែមិនព្រមដាក់ប្តឹងថៃរឿងនេះកំដរលបែងនយោបាយបងប្អូនមានដឹងទេប្រហែលថ្ងៃមុននេះពេលដែល AOT អ្នកសង្កេតការអាស៊ានរបស់កម្ពុជាហ្នឹងគឺនាំគ្នាទៅប្រពាក់ប្រពូនដដែលជាដដែលដូចខ្ញុំនិយាយចឹងដដែលជាដដែលទៅថតតែរូបថតហ្នឹងមកវិញចឹងទៅឃើញដំបងគេដាក់តែបន្លាលួសទេដល់ពេលយើងទៅរឿងកកិតកក្រែងគេថែមកុងតឺន័រដល់តែពេលយើងទៅរឿងញាប់តិចបាទកុងតឺន័រថែមមួយជាន់ទៀតដល់ញាប់គេដាក់ផែនទីផ្លាកស្ទង់ជ័យឬក៏ស្អីរបស់គេដាក់ប៉ុស្តិ៍យាមយោធាបោកខ្សាច់កាមេរ៉ាភ្លើងអីហ្នឹងគឺគេថែមរហូតនៅពេលដែលយើងទៅដល់តែពេលចុងក្រោយយើងទៅសម្រុកខ្លាំងពេកគេយករថក្រោះមកបណ្ដោយយករថក្រោះមកហើយដាក់ថែមបន្លាលួសទៀតអានេះគឺតាក់ទងនៅរឿងនៅតំបន់ច្រកអូស្មាច់ហើយដល់ពេលហើយគេចោទយើងទៀតចឹងបានថាគេចោទយើងដោយសារអីយើងទៅតតាំងគ្នាជាមួយនឹងទាហានដែលឈរលើទូកុងតឺន័រនិងពួកក្រុម MMO ថៃអ្នកដែលដឹកលាមកយកមករស្រោចលើខ្មែរហ្នឹងរហូតដល់ថៃគេចាត់ការដូរព្យួរទាហាននៅអាតំបន់ហ្នឹង7 10នាក់ដោយទាំងមេបញ្ជាការម្នាក់ផងគេថាអាហ្នឹងគេដូរធម្មតាតាមការងារយោធាប៉ុន្តែវាព្រឹត្តិការណ៍នឹងកើតឡើងទាស់សម្ដីគ្នាជាមួយនឹងទាហានខ្មែរគេយល់លេះហ្នឹងភ្លាមគេរុះរើគណៈយោធាគេដកទៅកន្លែងផ្សេងឲ្យទៅខាងសកម្មភាពមានគេថាយើងហ្នឹងទៅញុះញង់បង្កឲ្យមានភាពវឹកវរកម្ដៅនៅព្រំដែនអញ្ចឹងគេចាប់ផ្ដើមបញ្ចេញរថក្រោះគេមកហើយគេទាញបលាលួសមកហើយគេសរសេរសាររបស់គេយោធាថៃហ្នឹងគេថាកម្ពុជាកំពុងតែបំពេញបទឈប់បាញ់ដោយការដែលនាំទាហានទៅប្រពាក់ប្រពូនបង្កឲ្យមានកម្ដៅនៅព្រំដែនប្រឈមមុខជាមួយនឹងទាហានរបស់គេដែលគេការពារដែនអធិបតេយ្យកន្លែងបលាលួសដែលយើងសន្យាជាមួយគេឲ្យថាអ្នកណានៅហ្នឹងយើងអត់ទៅអញ្ញាញ៉ៃគេទេណាគេចោទយើងបានយ៉ាងផុយគេចោទយើងអញ្ចឹងណាបងប្អូនហើយសហគមន៍អន្តរជាតិគេមើលមកឃើញយើងប្រពាក់ប្រពូនទៅជឿតាមថៃទៀតថាយើងទៅបង្កហេតុចិត្តតែថៃថែមរហូតវាអត់កោតទោសថៃរឿងឈ្លានពានដីយើងទេគេទៅកាន់ជើងថៃថាមកពីយើងទៅអញ្ញាញ៉ៃតាមហ្នឹងចេះតែគេបន្ថែមរហូតដើម្បីការពារសុវត្ថិភាពគេព្រោះអីយើងមានប័ណ្ណជប់បាញ់ប្រាប់ថាអ្នកណានៅហ្នឹងហេតុអីបានជាយើងទៅរៅឆានគេចោទយើងអញ្ចឹងហើយសហគមន៍អន្តរជាតិគេមើលមកអញ្ចឹងតែយើងសម្រាប់ខ្មែរវិញថាយើងទៅកាន់តែញាប់យើងទៅកាន់តែញឹកយើងចង់ឲ្យសហគមន៍អន្តរជាតិដឹងថាថៃហ្នឹងវាឈ្លានពានយើងណាវាទៅជាអញ្ចឹងណាក៏ប៉ុន្តែរឿងដែលទៅញឹកញាប់ហ្នឹងវាមិនមែនបានផលស្អីទេផលដែលបានហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្មែរផលដែលសំខាន់គឺផលដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌ ICC និងយុត្តិធម៌ ICJ តែយើងអត់ដាក់ហើយតែយើងនៅតែតវ៉ាយើងនៅតែស្រែកឲ្យថៃវាយប្រហារយើងលើឆាកអន្តរជាតិបានហើយគេយើងកំដរលបែងនយោបាយថៃដែលធ្វើឲ្យថៃធ្វើឲ្យខ្មែរយើងកាន់តែបាក់មុខកាន់តែថែមទៀតយើងគិតថាអូថៃនិយាយចឹងតែយើងទៅព្រំដែនទៅបកអាក្រាតយកមន្ត្រីទូតអនុព័ន្ធយោធាអីទៅច្បាស់ឲ្យអន្តរជាតិគេមើលមកគឺគេនឹងផ្សាយស្រស់ថាថៃនឹងខូចមែនតើអត់មានអន្តរជាតិណាគេផ្សាយថៃខូចទេព្រោះអីអាតំបន់ដែលនៅព្រំដែនហ្នឹងគឺយើងថាអ្នកណានៅហ្នឹងចឹងថៃគេដាក់ស្អីដាក់ទៅគេថាគេដាក់នៅក្នុងដែនអធិបតេយ្យដូចមាត្រា2ប្រការ2នៅក្នុងបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025គេនិយាយតែប៉ុណ្្នឹងហើយតោះយើងទៅក្បែរហ្នឹងគេថាយើងបង្កគ្រោះថ្នាក់ដល់គេឥឡូវគេយករថក្រោះមកទៀតគេយកទាហានគេប្រហែលថ្ងៃនេះដកចេញទៅចង់អស់ឲ្យថ្មើរជើងប៉ុន្តែរថក្រោះច្រើនណាស់នៅហ្នឹងគេនៅតែមកបត្រយហើយមកប្រពាក់ប្រពូននៅហ្នឹងហើយគេចោទប្រកាន់យើងថាបង្កឲ្យស្ថានភាពព្រំដែនក្តៅគេចាប់ផ្ដើមពង្រឹងទ័ពឡើងវិញទៀតគេយល់លេះអាហ្នឹងឃើញថៃគេយល់លេះដោយសារអីយើងកំដរនយោបាយថៃវិលនៅតែរឿងដដែលអត់ប្តឹងថៃយើងឲ្យថៃមើលងាយយើងទៅអង្វរគេយ៉ាងដូចម្ដេចទៅលោកហើយគេចោលគេលួចយើងគេប្លន់យើងនៅអង្វរគេឲ្យខ្ជាក់មកវិញមកអីឲ្យគោរពតាមកិច្ចព្រមព្រៀងនៃការព្រមព្រៀងរបស់ដែលលួចបានហ្នឹង
របស់ដែលលួចបានយើងព្រមព្រៀងឲ្យគេគ្រប់គ្រងទៅទៀតរួចទៅយើងមកបំបគេឲ្យវាស់ទៅអីគេលួចចែករបស់ហ្នឹងមកវិញចែកអាម៉េចបើយើងព្រមឲ្យគេទៅហើយអញ្ចឹងនៅក្នុងអាយន្តការដែលយើងព្រមឲ្យគេទៅហើយហ្នឹងគឺយើងអត់អាចទៅជជែកគេបានទៀតទេសំខាន់គឺយើងប្តឹងទៅអារឿងវាស់ព្រំដែនពីផែនទីខ្នាត1លើ200,000របស់តុលាការយុតិធធអន្តរជាតិអានោះបានយើងអត់ឲ្យថៃមើងងាយយើងបានខ្ញុំមិនបន្ទោសរឿងការធ្វើដូច្នេះទេជាការទូតជាអីយើងធ្វើទៅក៏ប៉ុន្តែយើងធ្វើជាង700ដងហើយតើថៃគេបានស្ដាប់យើងទេអត់ទេថៃគេអត់មានស្ដាប់យើងទេមិនតែប៉ុណ្ណោះថៃគេមើលងាយយើងហើយគេធ្វើឲ្យអន្តរជាតិមើលថាយើងតប៉ែបងប្អូនយើងតប៉ែយើងសាំហើយដល់ពេលសាំចុះសាំឡើងយើងលេងលបាយនយោបាយរបស់ថៃគឺយើងចូលសងថៃយើងស្អំចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងរកម្មចិត្តឥឡូវយើងចូលសងថៃថៃគេចោទប្រកាន់ថាយើងញុះញង់ឲ្យមានអំពើឬក៏ភាពក្តៅនៅព្រំដែនទៀតឥឡូវនេះដល់តែពេលអញ្ចឹងអ្នកស្រីម៉ាលីសុជាតាក្រសួងការពារជាតិកម្ពុជារវល់ទៀតរវល់រឿងដដែលរវល់ធ្វើអីបងប្អូនឆ្លើយតបថ្ងៃទី2ខែមេសាឆ្នាំ2026 page Facebook របស់ Royal Thai Army គឺទាហានភូមិន្ទថៃផ្សាយអំពីព័ត៌មាននៃការពង្រឹងរបងបលាលួសនិងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូស្មាច់ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់យើងនៅតែប្រើថាយោធាថៃកាន់កាប់ដោយខុសច្បាប់គេថាអត់ខុសទេព្រោះយើងសញ្ញេឲ្យគេគ្រប់គ្រងដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជាចំពោះការលើកឡើងនេះអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមបញ្ជាក់ថាមិនមែនជាការពិតហើយក៏គ្មានមូលដ្ឋាននៃការញុះញង់ឲ្យមានក្តៅនៅព្រំដែនដែរហើយអ្នកស្រីម៉ាលីសុជាតាថាកងកម្លាំងកម្ពុជាតែងតែអនុវត្តកិច្ចដោយគោរពវិន័យយោធាប័ណ្ណបញ្ជារបស់ថ្នាក់ដឹកនាំនិងគោរពគោលការណ៍វិជ្ជាជីវៈយ៉ាងរឹងមាំគោលកម្លាំងរបស់យើងគឺនៅតែអត់ធ្មត់ប្រកបដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងខ្ញុំថាលេងលបាយនយោបាយជាមួយថៃនឹងគឺអញ្ចឹងយើងត្រូវបកស្រាយប្រាប់ថៃបកបានប្រយោជន៍អីបងប្អូនបើយើងនៅតែអញ្ចឹងនៅតែអត់ប្តឹងគេទៅគេកកោកកាយគេអញ្ចឹងទៅយកកលុកអាព្រំដែននឹងដដែលអត់បានធ្វើអីទេនៅតែយូរទៅឆ្លោះគ្នាទិលទៀតឡើយចាំមើលឆ្លោះគ្នាទិលទៀតឡើយខ្ញុំពងតែឆ្ងល់ថាហេតុអីបានជា AOT ត្រូវទៅកន្លែងដដែលនឹងរាល់សប្តាហ៍បើកុងតឺន័រហ្នឹងវាមាននៅហ្នឹងបលាលួសហ្នឹងវាមាននៅហ្នឹងតើយើងទៅសប្តាហ៍ហ្នឹងហើយសប្តាហ៍ក្រោយមួយទៀតវាខុសវាមកយ៉ាងម៉េចឬគេដកថយឬយ៉ាងម៉េចតើអាជ្ញាធរមូលដ្ឋានហ្នឹងអត់ធ្វើអីសោះឬយ៉ាងម៉េចគាត់ទៅពិនិត្យមកឥឡូវបានហើយឃើញកុងតឺន័រហ្នឹងបានមកធ្វើអីគេពងតែឆ្ងល់អូយើងថាថៃបំពេញកន្លែងណាដែលចោទថាថៃបំពេញបានបើកន្លែងកុងតឺន័រដែលគេដាក់ហ្នឹងថៃគេប្រាប់ថាដាក់តាមបទជប់បាញ់ហ្នឹងទៀតហើយគេមានបទជប់បាញ់គេមានកិច្ចព្រមព្រៀងហើយយើងនៅតែថាគេរំលោភបំពានគេវាឈ្លានពានមិនហើយក៏ប៉ុន្តែគេឈ្លានពានដោយសារតែយើងអត់ប្តឹងគេតែយើងព្រមព្រៀងជាមួយគេតែប៉ុណ្្នឹងទេខ្ញុំពងតែឆ្ងល់វល់កញ្ញាញ់គួរដែរប៉ុន្តែបងប្អូនតោះបន្តទៅទៀតនៅជាប់ផងនៅហ្នឹងថ្ងៃនេះលោកហ៊ុនម៉ាណែតបញ្ជាឲ្យចាត់ការអ្នកលួចនាំប្រេងថៃចូលស្រុកខ្មែរឃើញនៅវល់ឯងបងប្អូនអារឿងព្រំដែនហ្នឹងចឹងទៅតនេចឹងទៅតាក់តងរឿងរំវងនៅលងលមៀតរំវងនៅណែកន្លែងជនភៀសសឹកអីណាចឹងទៅប្រជាប្រដ្ឋថ្នាក់ចិត្តចឹងទៅថាជនភៀសសឹកកំពុងតែបាត់ផ្ទះជនភៀសសឹកនៅសល់34,000អ្នកជាងទៀតអត់បានទាន់វិលទៅលំនៅឋានវិញតើយើងសប្បាយក្អាកអីយ៉ាងម៉េចទៅពិធីបុណ្យហ្នឹងធ្វើទៅរបៀបដូចសគុតសគុំរបៀបស្ងាត់ចងំអីខ្លះទៅកន្លែងណាដែលជំរុំភៀសសឹកហ្នឹងអីចឹងតែប៉ុន្តែសូម្បីតែនៅទូទាំងប្រទេសហ្នឹងក៏ជាវេលាកាន់ទុកហើយខ្ញុំនៅតែគិតថាអញ្ចឹងកាន់ទុកនៅក្នុងន័យថាយើងបាត់ដីច្រើនណាស់បងប្អូន50កន្លែងជាងនេះជាប្រវត្តិសាស្ត្រយើងមិនអាចបាត់ដីច្រើនដល់ប៉ុណ្ណឹងអូយើងធ្លាប់បាត់ដល់ដីកម្ពុជាក្រមកោះត្រល់ឬក៏អីប៉ុន្តែវាមានការព្រមព្រៀងដោយអាជ្ញាកណ្ដាលមានបារាំងមានអីសម័យសង្គ្រាមអីចឹងណាប៉ុន្តែអានេះសម័យសុខសន្តិភាពឲ្យមកបាត់ដី50-60កន្លែងរួចទៅយើងនាំគ្នាសប្បាយកាត់ដែរខ្ញុំមិនហាមខាត់សប្បាយប៉ុន្តែវាដូចជាថាវាខុសបរិបត្តិគ្នាណាយើងអាចលុបចោលបានតែជួនកាលលុបមួយឆ្នាំនឹងមិនធ្វើសិនណាក៏វាអត់មានផុតដែរចូលឆ្នាំគេចូលរាល់ឆ្នាំទេយើងមើលប៉ុនអុំទូកអីជួនកាលយើងឃើញខ្លាច់គេធ្វើបាតកម្មតវ៉ារដ្ឋាភិបាលអីមកផ្ដុំគ្នាច្រើនពេកយើងសុកចិត្តបិទប៉ុនអុំទូកចោលអត់មានខ្លាច់ប៉ះពាល់នឹងរឿងប្រពៃណីទំនៀមទម្លាប់ខ្មែរអីបន្តិចធ្លាប់លុបប៉ុនអុំទូកតែញយហ្នឹងដោយសារខ្លាច់បាតកគ្រប់គ្រងគណៈបកប្រឆាំងហ្នឹងបន្លំមកតាមទូកតាមអីឡានអីមកតវ៉ានៅក្នុងក្រុងភ្នំពេញខ្លាចអាជ្ញាធរទប់អត់បានដល់ចឹងទៅគឺបិទហ្មងកុំឲ្យមានប៉ុនអុំទូកកុំឲ្យមានមកតាមទូកមកតាមអីចឹងយកលេសថាំងដោយសារស្អីចេះស្អីសពបែបយ៉ាងអត់ប៉ុនអុំទូកអត់មានបញ្ហាអីសោះតែប៉ុនចូលឆ្នាំហ្នឹងគឺថាមិនមែនថាមិនឲ្យប្រົບសោះទេយើងធ្វើប៉ុន្តែធ្វើតាមផ្ទះតាមអីប្រពៃនេះបន្តិចបន្តួចទៅយើងកាន់ទុកអីរឿងបាត់ដីអីចឹងទៅអត់រដ្ឋាភិបាលហាក់បីដូចជាចង់ប្រាប់បងប្អូនថាកុំភ័យសប្បាយទៀតទៅដីនឹងបានយើងវិញទេគាត់តែវាយូរឲ្យឆាប់ទៅក៏ចង់ប្រាប់អញ្ចឹងសប្បាយទៅលក់ឡំថនទៅបន្តិចទៀតបានមកវិញដល់អញ្ចឹងជាការប្រឡប់ចិត្តប្រជាពលរដ្ឋមួយថាទុកចិត្តទៅរដ្ឋាភិបាលគេច្បាស់របស់គេដែរបានគេឲ្យយើងសប្បាយសិនទៅការទុកអីបរដ្ឋាភិបាលគេប្រាប់ចឹងប៉ុន្តែនៅក្នុងពេលនោះអត់ប្តឹងថៃទេហើយដល់អញ្ចឹងវាទៅជាការប្រឡប់ព្រឹត្តិការណ៍ហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋវក់វល់ទៅក្នុងការសប្បាយហ្នឹងទៅវិញហើយភ្លេចអារឿងប៉ុន្តែខ្ញុំគិតថាបើជាសិលធម៌គឺយើងខុសសិលធម៌ចង់និយាយថារដ្ឋាភិបាលភារកិច្ចចង់ឲ្យបងប្អូនសប្បាយបន្តចូលឆ្នាំនេះចូលប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងវាជាសូម្បីតែប្រធានាធិបតីនៅប្រទេសណាក៏ដោយមានពិធីទៅជួបប្រជុំអីធំក៏ដោយ
ស្រាប់តែមានព្យុះសូណាមីឬព្យុះស្អីភ្លៀងទឹកជំនន់នៅរដ្ឋណាមួយភ្លាមគឺគេលុបចោលកិច្ចប្រជុំនឹងភ្លាមមកជួយស្រង់ប្រជាពលរដ្ឋសិនវាគ្មានកិច្ចការណាធំជាងទុកអាសន្ននឹងសិនទេប្រជុំលើកសិនឬក៏ព្រឹត្តិការណ៍នឹងលើកសិនទៅដើម្បីអីជាអ្នកនយោបាយគឺយើងខ្វល់យើងអត់មកប្រឡប់ព្រឹត្តិការណ៍ទេហើយអានេះជាសិលធម៌របស់អ្នកនយោបាយសួរថាតើយីចុះឲ្យគាត់ទៅមានមនុស្សមកកណោអីគេមកជួយលើកស្រង់អីហ្នឹងគាត់ចេញតាសារមួយមកឲ្យគាត់ចូលទៅប្រជុំទៅបានហើយគេចេះធ្វើការមិនមែនចឹងទេធ្វើការចឹងបានប៉ុន្តែជានិមិត្តរូបនៅក្នុងការជួយចាប់នៅជាមួយប្រជាពលរដ្ឋគឺគេនៅអញ្ចឹងតែយើងអត់យើងឲ្យប្រជាពលរដ្ឋរកម្មចិត្តគេរិះគន់យើងតតែបានគេថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាខ្ញុំជឿថារដ្ឋាភិបាលប្រឹងណាស់ប្រឹងគ្រប់រឿងហើយប្រឹងរកចម្រោករកអីបាយទឹកអីស្បៀងអាហារដល់ទាហានដល់ជនភៀសសឹកស្រួលមធ្យោបាយធ្វើដំណើរវិលលំនៅឋានសង់ផ្ទះសង់អីរាប់ពាន់ខ្នងឲ្យជនភៀសសឹកដែលនៅក្រោមតង់ទឹកក្លុកក្លាក់ឥឡូវបានផ្ទះបានអីនៅគាត់ធ្វើច្រើនហើយយើងក៏ត្រូវតែដឹងថារដ្ឋាភិបាលនេះមិនទម្លាយដៃដែរទេក៏ប៉ុន្តែអានឹងក៏ជាភារកិច្ចរបស់រដ្ឋាភិបាលដែលត្រូវតែធ្វើទេមិនចាំបាច់ប្រជាពលរដ្ឋរិះគន់អីទេព្រោះការងាររបស់រដ្ឋាភិបាលគឺត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋអញ្ចឹងតើមានទុកមានអីពលករចំណាក់ស្រុកមកត្រូវរកការងារគ្នាធ្វើត្រូវអីអញ្ចឹងទៅអានឹងគឺជារឿងការងាររបស់រដ្ឋាភិបាលណាក៏ដូចគ្នាដែរវាជាការងារទៅតាមទូនីតិអញ្ចឹងហើយក៏ប៉ុន្តែនៅពេលដែលយើងមានបញ្ហាតាក់ទងនឹងរឿងបាត់ទឹកដីដ៏ច្រើនបែបនេះគឺយើងត្រូវតែមានការកាន់ទុកតែប៉ុណ្្នឹងទេគឺយើងសង្រួមចិត្តកាត់បន្ថយការសបាយក្អាកក្អាយហើយកុំទៅបន្ទោសប្រជាពលរដ្ឋដទៃទៀតដែលគ្នាច្រៀងរាំអត់អីទេប្រជាពលរដ្ឋធម្មតាយើងរិះគន់គាត់ទៅជួនកាលគាត់ប្រពៃណីទំនៀមទម្លាប់ពួកតារាសម្ដែងក្រុមតារាសម្ដែងអីគ្នាក៏ត្រូវការលុយទទួលទានសម្រាប់បង់ធនាគារបង់ថ្លៃផ្ទះថ្លៃភ្លើងថ្លៃចំណាយសពសារពើត្រូវមានអាហ្វែរោងការអីត្រូវសម្ដែងត្រូវអីហ្នឹងគាត់ថាពេលហ្នឹងយើងធ្វើអីក៏ដោយក៏យើងកាត់បន្ថយអាភាពអឹកអាធឹកហ្នឹងបន្តិចដើម្បីជាការមានមនោសញ្ចេតនាទាំងអស់គ្នាដែលយើងបាត់ដីយើងតែប៉ុណ្្នឹងតាមិនមែនឲ្យហាមទាំងអស់ទេប៉ុន្តែជាពិធីបុណ្យជាតិធំគួរតែធ្វើឲ្យជាវិធីកាន់ទុកវិញតែយើងថាកាន់ទុកបានន័យថាបានដងដាវទៅគណៈបពប្រឆាំងរិះគន់ទៀតដែរអូគាត់នៅអង្គុយបន់ស្រន់កាត់ទុកអញ្ចឹងអត់ប្តឹងគេទេចាតែធ្វើអីក៏អត់ត្រូវដែររដ្ឋាភិបាលធ្វើអីក៏តែមិនត្រូវដែរហ្មងនេះក៏ប៉ុន្តែកុំឲ្យវាខុសច្រើនពេកព្រោះអីអារឿងដូចខ្ញុំនិយាយចឹងបើយើងធ្វើពិធីហ្នឹងឲ្យល្មមហ្នឹងគឺសឹងថាអាចថាពិធីហ្នឹងគឺស្លេះសិនទៅមួយឆ្នាំហ្នឹងពួកយើងពិបាកចិត្តណាយើងនាំគ្នាសង្រួមចិត្តយើងឲ្យគិតថាតើយើងប្តឹងថៃយ៉ាងម៉េចដើម្បីបានដីមកវិញឲ្យយកចិត្តកម្លាំងកាយរបស់ប្រជាពលរដ្ឋគិតអញ្ចឹងអាហ្នឹងបានប្រជាពលរដ្ឋស្រឡាញ់រដ្ឋាភិបាលនេះថាណែគាត់ការពារដីអត់បានមែនណាប៉ុន្តែគាត់ប្រឹងឃើញសំបីតែពិធីបុណ្យហ្នឹងគឺគាត់សង្រួមឲ្យចិត្តយើងទាំងអស់គ្នាអធិដ្ឋានបួងសួងបន់ស្រន់សុំឲ្យបណ្ដាលចិត្តមេដឹកនាំហ្នឹងអាចរកដំណោះស្រាយធ្វើម៉េចឲ្យថៃខ្ចាក់ដីមកវិញរឿងប្តឹងទៅតុលាការអីចឹងអាហ្នឹងប្រជាពលរដ្ឋប្រហែលជាគ្រប់គ្រងច្រើនជាងខ្ញុំនិយាយនេះយកតែប៉ុនទេហើយខ្ញុំម្ដងទៀតកិច្ចការរដ្ឋាភិបាលធ្វើអីធ្វើទៅប៉ុន្តែប្រជាពលរដ្ឋក៏គេមានសិទ្ធិរិះគន់ដែរហើយស្ដាប់ទៅវាតើឆ្កងទេសមទេយើងមើលរដ្ឋាភិបាលមិនមែនមិនដឹងរឿងទេណានៅពេលដែលគេប្រាប់ពីរឿងសង្គ្រាមរឿងស្អីគេបនចូលឆ្នាំអង្គរអីហ្នឹងធំដុំអឹកធឹកអីហ្នឹងហ្នឹងលោកហ៊ុនម៉ាណីចង់អីហ្នឹងគេនិយាយជនភៀសសឹកខ្លោចផ្សាឃើញចាប់ផ្ដើមអត់ព្រមបិទអាប៉ុនហ្នឹងគឺយកប៉ុនហ្នឹងយកទៅដាក់ឲ្យដល់ជនភៀសសឹកហ្នឹងដើម្បីកុំឲ្យថាអត់បានគិតគូរប៉ុន្តែដូចតែគ្នាហ្នឹងបងប្អូនមនុស្សកំពុងតែស្រេកទឹកស្ទើរដាច់ខ្យល់ស្លាប់យើងឲ្យស្រាមកដបទៅផឹកយើងគិតថាហេស្រាក៏មានជាតិទឹកដែរអត់ទេស្រេកទឹកឲ្យស្រាទៅទទួលទានគឺស្លាប់ហើយមនុស្សហ្នឹងព្រោះយើងស្រេកទឹកខ្លាំងអាជាតិស្រាហ្នឹងវាមានជាតិអាល់កុលវាមានជាតិទឹកខ្លះដែរប៉ុន្តែវាមិនមែនជាការត្រូវការរបស់ប្រជាពលរដ្ឋទេតែយើងយកស្រាទៅឲ្យគឺបានន័យថាយើងបំផ្លាញគាត់នៅក្នុងពេលហ្នឹងតែយើងថាចិត្តល្អដែរប៉ុន្តែគាត់អត់មានជំរឿព្រោះអីទឹកក៏អត់ផឹកអញ្ចឹងស្រាក្រេតបន្តិចទៅវាប្រកាច់ប្រកិនអីក៏ត្រូវដែរធ្វើមិនបើវាអត់តែយើងធ្វើដូច្នេះគឺយើងអគុណធម៌មួយគឺថងថាយើងចង់ពង្វែងព្រឹត្តិការណ៍ហ្នឹងឲ្យប្រជាពលរដ្ឋសប្បាយក្អាកក្អាយកុំខាតទុកពេកព្រោះរដ្ឋប្រទេសកម្ពុជាអត់ដួលភីងដោយសារតែថៃយកដីបានប៉ុណ្ណឹងទេយើងនៅតែដើរធ្វើដំណើរតទៅមុខជូតទឹកភ្នែកបន្តដំណើរទៅមុខដោយទស្សនៈលោកបដិកែមលីប៉ុន្តែរឿងព្រំដែននេះអត់មានជូតទឹកភ្នែកបន្តដំណើរទៅមុខបានទេបងប្អូនជូតទឹកភ្នែកតតាំងថៃយកដីខ្មែរឲ្យខាងតែបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងបានត្រូវតែបើរឿងជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតក្នុងករណីនេះអត់អាចជូតកើតទេព្រោះអត់ទាន់បានដីមកវិញផងហ្នឹងហើយបើបានដីមកវិញត្រូវតែតតាំងឲ្យថៃហ្នឹងសងសំណងខូចខាតនឹងកម្មមាក់ងាយជាតិសាសន៍នេះដល់សម្បើមទៀតប៉ុណ្ណាឥឡូវចូលដល់រឿងលោកហ៊ុនម៉ាណែតគាត់និយាយថាគាត់និយាយរឿងសាំងនៅដែនសមុទ្រគឺគេរត់ពន្ធគាត់ថាចេះខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅប្រទេសកម្ពុជានៅពេលនេះតាមពិតបណ្ដាញសារព័ត៌មានថៃលោកអត់បានដាក់ទេតាមពិតសារព័ត៌មានថៃដល់ល្បីមួយគឺខៅសុតបានផ្សាយរូបវីដេអូនៃកប៉ាល់ថៃមួយដឹកប្រេងហើយមានកម្មករនៅលើកប៉ាល់និយាយភាសាខ្មែរថាមួយសុទ្ធនេះលក់តាម1លីត្រ2000រៀលទេនៅលើគោកគេលក់6000រៀលអីឡាក់នឹងឡាក់អីអញ្ចឹងទៅកំពុងអាបូមផ្ទេប្រេងមួយសុទ្ធហ្នឹងពីកប៉ាល់ហ្នឹងទៅកប៉ាល់ឬក៏ទូករបស់កណូតខ្មែរអញ្ចឹងទៅបាទព័ត៌មានហ្នឹងគឺឃើញអញ្ចឹងមករឿងនេះមិនមែនជារឿងលើកដំបូងទេអាការរត់ពន្ធនេះគេធ្វើតាំងពីអត់ទាន់ឆ្លោះគ្នាជាមួយថៃមកម៉េះគាត់ថាពេលនេះថ្នាក់ដឹកនាំក៏ឆ្លៀតឱកាសកុំឲ្យថាយើងនឹងនៅគ្រប់គ្រងផលិតផលថៃមានការរត់ពន្ធបងប្អូន
ខ្ញុំនឹងបន្ថែមចុងក្រោយខ្ញុំបានចេញបទបញ្ជាឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលឯកឧត្តមសថេតអគ្គស្នងការដ្ឋាននគរបាលជាតិឯកឧត្តមគុណញឹមអគ្គស្នងការអគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជាស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ប្រសិនបើមានករណីនេះពិតប្រាកដមែនត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុតប្រសិនបើមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយត្រូវដកអាជ្ញាប័ណ្ណប្រសិនបើជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការក្នុងសំទោសក្នុងកម្លាំងកងកម្លាំងប្រជាប្រដាប់អាវុធកម្ពុជាត្រូវតែបញ្ចប់តួនាទីនិងបញ្ដេញចេញពីក្របខ័ណ្ឌជាកំហិតមិនថាបុគ្គលនោះមានតួនាទីឋានន្តរស័ក្តិប៉ុណ្ណានោះទេសង្ស័យតែដកអស់ហើយរដ្ឋាភិបាលនោះអស់មានអ្នកដឹកនាំបដ ாய் សូមរំលឹកថាកម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ2025ហើយក៏មិនមានការចាំបាច់នៅក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយបាទនេះជាការអះអាងវាជាការភាពបង្ហាញអំពីភាពមិនពឹងថៃដែរល្អដែរយើងហាមប្រេងគេហើយយើងទៅមានប្រេងរត់ពន្ធអញ្ចឹងធ្វើឲ្យថៃបានចិត្តមិនអញ្ចឹងទេប៉ុន្តែបើសិនជាលោកហ៊ុនម៉ាណែតចង់ចាប់អ្នកដែលនាំប្រេងចូលឬក៏នាំផលិតផលពីថៃចូលមកឬក៏ចង់ទុកផលិតផលថៃហ្មងគួររករឿងណាដែលនាំឲ្យកុងតឺន័រចូលក្នុងកំពង់ផែប្រសិទ្ធអនុមួយខែរាប់ម៉ឺនកុងតឺន័រឥឡូវហ្នឹងព្រំដែនពីស្ទឹងត្រែងអីផលិតផលហូរចូលទៅឡាវចូលមកច្រកខ្មែរវិញជាការពិតយើងមិនទៅហាមឃាត់ផលិតផលគេបានទេមិនអញ្ចឹងទេព្រោះយើងខុសច្បាប់ពាណិជ្ជកម្មអន្តរជាតិអីអញ្ចឹងទៅវាជាការពិតប៉ុន្តែពេលខ្លះអាការដែលយើងនាំគ្នាប្រកាសធ្វើបេក្ខការជាទូទៅហើយដល់ពេលឥឡូវមានការយកប្រេងយកអីរត់ពន្ធអានេះគឺជាទឹកមួយដំណក់នៅក្នុងមហាសាគរនៃការរត់ពន្ធទេបងប្អូនវាចង្រៃហ្នឹងគឺដោយសារអីដោយសារអ្នកដែលនៅលើទូកហ្នឹងគាត់ទៅថតអាវីដេអូហ្នឹងបើគាត់កុំទៅថតអាវីដេអូអេអីអញ្ចឹងក៏យើងអត់ដឹងដែរគេរត់ពន្ធចឹងមកយកមកហើយអានេះវាភ័ព្វសំណាងនឹងចង្រៃអ្នកនៅលើទូកហ្នឹងឃើញអញ្ចឹងហើយអាជ្ញាធរថាទៅចាត់ការទៅឥឡូវចាត់ការទៅថៃចាប់ទូកនេសាទយើង2ទៀតហើយអាទូកនេសាទមួយមុននោះអត់ដឹងថាអ្នកនេះនឹងគេដោះលែងដល់ពេលណាខ្ញុំអត់ទាន់ឃើញព័ត៌មានចាំខ្ញុំស្រាវជ្រាវតទៅទៀតបងប្អូនថៃគេចាប់នៅក្នុងដែនសមុទ្រហ្នឹងដែរថាយើងនេសាទខុសច្បាប់ឥឡូវមានទូកនេសាទយកអាផលិតផលថៃដឹកមកចូលក្នុងដែនខ្មែរហ្នឹងក៏ថៃគេមកចាប់ទូកនេសាទខ្មែរយើងទៅយកផលិតផលកុំថាតែយើងទៅចាប់អាការរត់ពន្ធប្រេងខុសច្បាប់ពីថៃមកសូម្បីថៃក៏គេចាប់អាការរត់ពន្ធទំនិញយកពីថៃគេអត់ចង់ឲ្យនាំមកខុសច្បាប់អីចឹងដែរកុំឲ្យយើងថាបានចិត្តដែរថានៅមានផលិតផលនឹងរត់ថៃហ្នឹងក៏គេចង់ផ្ដាច់ដង្ហើមយើងដែរកុំថាឲ្យមានផលិតផលអីមកមិនដឹងឬក៏អាជ្ញាធរគេអនុវត្តច្បាប់អីយើងមិនដឹងយើងឃើញចឹងដែរឥឡូវនេះគឺចុងក្រោយ2 3រឿងទៀតបងប្អូនថ្ងៃនេះខ្ញុំអត់ទៅប្រញាប់ធ្វើការបានខ្ញុំនៅផ្អែមបន្លាយជាមួយបងប្អូនពលរដ្ឋរិះគន់រឿងកែច្នៃភ័ស្តុតាងដើម្បីរួចខ្លួនក្រោយបុកគេស្លាប់រឿងនេះខ្ញុំកំពុងតែតាមដានប៉ុន្តែអត់មានព័ត៌មានពេញទំហឹងក្នុងដៃទេប្រហែលថ្ងៃនេះអូអត់ផុតទេបងប្អូនឃើញស្ត្រីម្នាក់ដែលរៀបការជាមួយនឹងប្តីរបស់គាត់ស្រស់ប្រំប្រៃញញឹមញញែមមានអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍កក្រឹកកក្រែងអ្នកធំចៅមហាមានមន្ត្រីមានអុកញ៉ាមានឯកឧត្តមអីកក្រឹកកក្រែងប៉ុន្តែអូអត់ផុតសោះនៅក្នុងបណ្ដាញសង្គមដោយសារតែស្ត្រីរូបនេះកាលពី2ឆ្នាំមុនបើករថយន្តបុកគេស្លាប់ហើយត្រូវបានសមត្ថកិច្ចថាមិនអាចផ្ដន់ទាទោសគាត់បានទេព្រោះគាត់មានវិបលាស់ស្មារតីបានន័យថាជំងឺវិកលចរិតឬសរសៃប្រសាទដែលមិនអាចនឹងយកមកទទួលទោសបានទេឲ្យរួចខ្លួនទៅហើយដល់ពេល2ឆ្នាំក្រោយមកស្រាប់តែឃើញរៀបអាពាហ៍ពិពាហ៍អានេះអ្វីដែលនៅបណ្ដាញសង្គមនឹងកំពុងតែវល់រឿងអាញាធរថាកែអាកន្លះផោះតានឹងទៅឲ្យមនុស្សម្នាក់ឲ្យคล้ายទៅជាមនុស្សវិកលចរិតសរសៃប្រសាទទៅច្បាប់មិនអាចយកអ្នកដែលមានជំងឺវិកលចរិតយកមកផ្ដន់ទាទោសបានអញ្ចឹងអ្នកស្លាប់បាត់ហើយចឹងទៅអ្នកដែលបុកគេស្លាប់រួចខ្លួនតែ2ឆ្នាំក្រោយមកអ្នកដែលមានជំងឺសរសៃប្រសាទទៅជាបានរៀបការបានអីអញ្ចឹងទៅពួកគាត់លើកឡើងថាចុះមនុស្សពីការខួរក្បាលឬក៏មានសរសៃប្រសាទអីអញ្ចឹងមកអាចរៀបការអីបានដែរទេខ្ញុំថាពេលខ្លះបងប្អូនក៏លើសដែរបងប្អូនទាំងអស់គ្នាខ្ញុំខំសូមជម្រាបយើងលើសរឿងមួយឧទាហរណ៍ស្ត្រីនឹងម្នាក់ហ្នឹងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺគាត់មានវិបលាស់ស្មារតីជំងឺបាក់ទឹកចិត្តនេះគឺជាជំងឺរ៉ាំរ៉ៃយូរហើយនរណាក៏អាចមានដែរប៉ុន្តែជំងឺនេះមិនមែនបានន័យថាព្យាបាលមិនជាទេណាបងប្អូនជំងឺផ្លូវចិត្តនេះគឺកើតឡើងដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរប៉ះទង្គិចផ្លូវអារម្មណ៍ប៉ុន្តែផ្លូវអារម្មណ៍នេះបើមានការជួយក្នុងរយៈពេលណាមួយគឺគាត់ធូរទៅវិញហើយដូច្នេះ2ឆ្នាំវាអាចធូរមកជាសះស្បើយធម្មតាជានាវិលទៅរកស្ថានភាពធម្មតាវិញក៏បានហើយបើសិនជាគាត់ជាឲ្យមករៀបការជាមួយនឹងអ្នកណាក៏ជាសិទ្ធិសម្រេចរបស់គូស្វាមីភរិយាគេដែលយើងមិនអាចជ្រៀតជ្រែកទៅក្នុងកិច្ចការគ្រួសារគេបានដែរយើងរិះគន់គ្រប់រឿងបែបនេះគឺយើងលើសនឹងខ្ញុំនិយាយអំពីសច្ចយុត្តិធម៌ក៏ប៉ុន្តែបងប្អូនមិនលើសទេនៅពេលដែលរិះគន់ថាអាការព្រឹត្តិការណ៍ដែលបង្កើតនេះគឺជាការបង្កើតជាការកែកលៃអង្គហេតុផោះតាងដើម្បីឲ្យរួចខ្លួនណាព្រោះប្រព័ន្ធយុតិធធម៌កម្ពុជាប្រព័ន្ធប៉ូលីសប្រព័ន្ធអីនោះប្រជាពលរដ្ឋអត់ទុកចិត្តអញ្ចឹងហើយបានប្រជាពលរដ្ឋចេះតែរករឿងយើងគ្រប់ថាចូលទៅគេចេះតែឆ្នៃទៅគេថាអញ្ចឹងទៅបង់លុយអីទិញទួយទៅប្រឡំចេញរួចបាត់អ្នកស្លាប់បាត់
ទៅថាមានវិកលចរិតមានអីចឹងតាមពិតមិនមែនវិកលចរិតអីទេនេះប្រជាពលរដ្ឋសង្ស័យអញ្ចឹងថាមិនមែនវិកលចរិតទេតែកែកន្លះព័ត៌មានហ្នឹងឲ្យទៅជាមានជំងឺសរសៃប្រសាទដើម្បីរួចខ្លួនពីការទទួលខុសត្រូវអញ្ចឹងទៅដល់ពេលក្រោយមកគឺអត់វិកលចរិតចឹងមែនគឺគាត់ជាហើយគាត់រៀបការប្តីស្អីគេមិនទៅមួម៉ៅរឿងប្តីស្អីអីទេប៉ុន្តែគេឆ្ងល់ថាហេតុអីបានជាមនុស្សម្នាក់ដែលពីមុនមករួចខ្លួនពីអំពើគ្រោះថ្នាក់ចរាចរណ៍មកឥឡូវរៀបអាពាហ៍ពិពាហ៍អីបាននេះរឿងវានៅមិនមែនរឿងរៀបការនឹងទេមិនមែនអ្នកណាមានប្តីមានប្រពន្ធអីគេទៅជីក្បាលគឺរឿងគេហេតុអីបានជារឿងនឹងកើតឡើងនៅពេលដែលមនុស្សដែលមានបញ្ហាបែបហ្នឹងហើយឥឡូវហ្នឹងចឹងគេជឿមិនមែនថាជឿថាគាត់មានវិបលៈផ្លូវចិត្តទេគឺគេជឿថាច្បាស់ជាមានការកែឯកសារដើម្បីឲ្យនាងរួចខ្លួននាងជាមនុស្សជាបើតាំងពីដើមមកអញ្ចឹងនេះសាធារណជនគេគិតអញ្ចឹងតែខ្ញុំនឹងតាមដានរឿងនេះលម្អិតទៀតបងប្អូនខ្ញុំមិនទាន់មានព័ត៌មានគ្រប់ជ្រុងជ្រោយគាត់តែនិយាយថាអូអត់ផុតសោះឃើញគេនិយាយរាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹងតើតោះនឹងស្ត្រីដ៏ស្រស់សុភាម្នាក់នេះឈរមុខឡានប៉ូលីសកាលពី2ឆ្នាំមុនហើយឥឡូវនេះគឺឈរនៅរោងការក្នុងនាមជាស្ត្រីដែលទទួលផ្កាស្លាយ៉ាងខាញ់រ៉ាញ់ជាស្ត្រីចង់និយាយថាជាស្ត្រីដែលមមមួនមើលទៅស្នាមញញឹមគួរឲ្យទុកចិត្តអីចឹងទៅជាមនុស្សដែលមានសតិសម្បញ្ញៈសំទោសសតិស្មារតីធម្មតាដូចគេឯងមានមតិបងប្អូននៅតាមបណ្ដាញសង្គមនឹងជួនកាលក៏គាត់រិះគន់ថាការដែលកែកន្លះផោះតាងអីមួយហ្នឹងគឺបើជាការពិតគឺវាច្បាស់ជាធ្វើឲ្យប្រព័ន្ធយុតិធម៌របស់យើងហ្នឹងកាន់តែស្រអាប់អីចឹងទៅតែបងប្អូនដូចខ្ញុំនិយាយចឹងខ្ញុំសន្យាថានឹងស្រាវជ្រាវរឿងនេះលម្អិតទៀតហើយចាំមើលតើអាជ្ញាធរពាក់ព័ន្ធគេបកស្រាយយ៉ាងដូចម្ដេចជាមួយរឿងនេះឥឡូវដើម្បីបញ្ចប់ព័ត៌មាននេះគឺតកតងនឹងសាលាលោកកម្មសុខាសំណុំរឿងលោកកម្មសុខាតុលាការបើកសវនាការនៅថ្ងៃទី8ខែមេសាសប្តាហ៍ក្រោយគឺក្រោយពេលពន្យាឬក៏ក្រោយពន្យាពេលច្រើនដងខ្ញុំឃើញព័ត៌មាននេះគឺបង្ហោះនៅគេហទំព័រសំទោស Facebook របស់មេធាវីរបស់លោកកម្មសខាមួយរូបគឺសហមេធាវីលោកផែងហេងដែលលោកបង្ហោះជាមួយនឹងដោយដាក់អមនឹងដីការបស់តុលាការផងដែលឲ្យលោកកម្មសខាចូលខ្លួនទៅបំភ្លឺនៅថ្ងៃ8តាក់ទងនឹងបាត់ចោតសន្តិទ្ធភាពគឺបាត់ចោតក្បត់ជាតិនឹងបងប្អូនតឡាការពជាពេលរឿងសំណុំរឿងលោកកម្មសខានេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺពជាពេល8ឆ្នាំជាងហើយម្ដងមកនេះ8ឆ្នាំជាងពួកគេចាប់ខ្លួនគាត់កាលពីថ្ងៃទី3ខែកញ្ញាឆ្នាំ2017បងប្អូនទាំងកណ្ដាលយប់រំលងអាត្រិតចោតពីបទល្មើសចាក់ស្ដែងដែលប្រព្រឹត្តតាមរយៈថ្លែងសារ3 4ឆ្នាំមុន5ឆ្នាំមុននោះនៅឯប្រទេសអូស្ត្រាលីហើយទៅគេទៅចាប់ប្រផាត់ប្រភីងមកដោយចាប់ហើយគឺរំលាយគណៈបកសង្គ្រោះជាតិដូចថាជាការរៀបចំមួយដើម្បីឲ្យវាមានបែបផែនហ្នឹងចាប់មេដាក់គុករំលាយគណៈបកចោលទាំងអស់ដើម្បីឲ្យត្រូវសាច់រឿងនឹងអីចឹងទៅហើយទៅនៅពេលដែលឡើងទៅសវនាការនៅថ្ងៃទី8នេះគឺតកតងនឹងសន្តិទ្ធភាពបានន័យថាការខុបខិតគ្នាក្បត់ជាតិសហការគ្នាជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលបរទេសនៅក្នុងបទចោទហ្នឹងគឺមានប្រទេសអាមេរិកសហរដ្ឋអាមេរិកចោទអាមេរិកថាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាយកលោកកម្មសខាផ្ដន់ទាទោសគាត់ឲ្យជាប់ពន្ធនាគារនៅក្នុងផ្ទះ27ឆ្នាំហាមឃាត់សិទ្ធិនយោបាយជាអចិន្ត្រៃយ៍ហើយឥឡូវនេះ8ឆ្នាំជាងហើយដែលសវនាការនេះនៅតែលើកចុះលើកឡើងបងប្អូននៅក្នុងន័យច្បាប់ពេលដែលសវនាការពន្យាយុត្តិធម៌ដែលពន្យាពេលអត់មានការកំណត់ម្ដងហើយម្ដងទៀតគឺជាអំពើអយុត្តិធម៌ហើយព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់សិទ្ធិមនុស្សអង្គការសហជីវជាតិឬក៏សិទ្ធិមនុស្សសិទ្ធិនយោបាយអន្តរជាតិអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយសុទ្ធតែចែងអំពីថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយតុលាការឯករាជ្យហើយទាន់ពេលវេលាដែលអត់មានបង្អង់ពេលយូរទេប៉ុន្តែសំណុំរឿងរកម្មសខានេះគឺបើយល់ពេលរហូតព្រោះអីវាមិនដឹងថាកាត់យ៉ាងម៉េចបើរឿងនយោបាយហើយឥឡូវមិនចោតអាមេរិកថាចូលរួមក្បត់ជាតិផ្ដួលរំលំរដ្ឋាភិបាលជាមួយលោកកម្មសខាហ្នឹងចុះឥឡូវយើងទៅអោបកសោបអាមេរិកសិបិដាសន្តិភាពស្អីហើយទៅយ៉ាងម៉េចហើយកាលបណ្ដោះលែងលោកកម្មសខាយើងនេះហើយជាការដែលយើងអាចផ្សះផ្សាជាតិបានណាយើងធ្វើឲ្យប្រជាពលរដ្ឋនៅតែក្តៅក្រហាយនៅតែមានអំពើអយុត្តិធម៌អញ្ចឹងរឿងនយោបាយសោះគឺយើងនៅតែអោបកសោបភ្នំភ្លើងនៅក្នុងខ្លួននឹងរហូតអត់ព្រមលាវាឲ្យត្រជាក់សោះប៉ុន្តែយើងតាមដានរឿងតទៅទៀតបងប្អូនលោកកម្មសខាដូចខ្ញុំបានជម្រាបអញ្ចឹងគឺគាត់ត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារនៅក្នុងផ្ទះនឹងម្ដងដាក់នៅអាពាំង plong នៅជិតព្រំដែនវៀតណាមឯណានោះផ្ទះគាត់នៅទូលកកឯនេះយកទៅដាក់នៅឲ្យឆ្ងាយដើម្បីទី1កុំឲ្យប្រជាពលរដ្ឋដែលជាអ្នកគ្រប់គ្រងនឹងទៅសួរសុខទុក្ខកុំឲ្យក្រុមគ្រួសារមេធាវីនឹងស្រួលទៅសួរសុខទុក្ខឲ្យឆ្ងាយគឺជាកិច្ចតនកម្មដាក់គុកមួយឯងប៉ុន្តែអតនកម្មផ្លូវចិត្តហ្នឹងចឹងហាដាក់ឆ្ងាយហ្នឹងកញ្ញាសេងធីរីហ្នឹងក៏អញ្ចឹងដែរយកគាត់ទៅដាក់ឯណានោះជិតព្រំដែនថៃណានោះទាំងបងប្អូនក្រុមគ្រួសារភ័ក្រឬក៏សកម្មជនអ្នកដែលគ្រប់គ្រងគាត់ជិះម៉ូតូជិះឡានឬក៏ជិះអីហ្នឹងមួយថ្ងៃវាស់ល្ងាចហ្មងទៅដល់ឆ្ងាយឯកោធ្វើទុកបុកម្នេញថាចោះបើគាត់នៅចាប់នៅគាត់នៅគៀនស្វាយសោះឲ្យគាត់ប្រព្រឹត្តបទល្មើសនៅភ្នំពេញចាហេតុអីក៏មិនដាក់នៅភ្នំពេញយើងថាគុកពេញអស់ហើយប៉ុន្តែយកទៅបរិយាយចឹងដូចថនរដ្ឋាលីរតនៈរស្មីភួនកែវរដ្ឋសំទោសចិត្តនៅតែឈ្មោះលីរតនៈរស្មីលីរតនៈរស្មីអត់បានជាប់គុកទេគឺដឹងនៅណាទេ
ដែលសម្រាប់លោកចូលរួមសម្រាប់លោកលឹមកំយ៉ាតែលោកលីតារាវុធនេះលីច័ន្ទតារាវុធនេះគាត់ជាសកម្មជនចលនាមេដាធម្មជាតិជាមួយនឹងឡុងកន្ធាជាមួយភួនកែវរស្មីជាមួយនឹងថនរដ្ឋាននិងលឹមលៀងហ៊ី5នាក់ធ្វើការជាមួយអង្គការតែមួយបរិយាយ5ខេត្តគុក5ខេត្តហ្នឹងគឺបរិយាយហ្មងអត់ឲ្យនៅគុកក្បែរគ្នាចិត្តគ្នាអីប៉ុន្តែបើមន្ត្រីរបស់ខ្លួនវិញណាអុកញ៉ាថ្ងៃមុនខ្ញុំច្រឡំរឿងអុកញ៉ាណែជាប់ជួញដូរគ្រឿងញៀនបងលោកគិតមេងចាំទៅឈ្មោះលោកគិតធៀងមិនដឹងជាហេតុអីបានជាខ្ញុំទៅគិតរឿងទៅគិតមេងលាណាវិញគូក្បាលខ្ញុំពេលខ្លះវាលឿនពេកខ្ញុំសូមអធិស្ឋានបងប្អូនលោកគិតធៀងនិងលោកថោងសារ៉ាត់ហើយលោកថោងសារ៉ាត់និងលោកគិតធៀងសុទ្ធតែជាអុកញ៉ាខ្ញុំភ្លេចទៅគិតថាអូតាមពិតលោកថោងសារ៉ាត់នេះជាប់ចោតពីបទសម្លាប់លោកអុកញ៉ាគិតមេងលីប្រហែលជាអញ្ចឹងបើជាមេងលីមិនគិតមេងលីដូចស្អីមេងលីកតុយអញ្ចឹងខ្ញុំយកមកដាក់ទៅចេញលោកគិតធៀងទៅជាលោកគិតមេងលីឥឡូវឃើញលោកលីច័ន្ទតារាវុធមកទៅលីច័ន្ទលីរតនៈរស្មីអីចឹងទៅវាច្រើនពេកខ្ញុំសូមអធិស្ឋានបងប្អូនតែបងប្អូនយល់តែខ្ញុំចង់និយាយអីហ្នឹងមិនចឹងពេលខ្លះគឺវាលឿនពេកទៅអត់មានអ្នកណាជួយមកប្រាប់ខ្ញុំថាខុសហើយកែអីព្រោះអីខ្ញុំម្នាក់ឯងបើនៅពជុអាស៊ីសេរីកាលពីមុនខ្ញុំមានការស្ដាប់តិចអញ្ចឹងពេលខ្ញុំនិយាយអីខុសអញ្ចឹងទៅគេប្រាប់ឲ្យកែអញ្ចឹងទៅខ្ញុំស្ដាប់ឮបងប្អូនស្ដាប់ឮប៉ុន្តែខ្ញុំស្ដាប់ឮសហការីខ្ញុំប្រាប់ខ្ញុំអត់មានទេម្នាក់ឯងសុទ្ធសាធអញ្ចឹងខ្ញុំចង់និយាយថាលោកគិតធៀងដែលជាបងប្រុសរបស់លោកគិតមេងកាលគាត់ជាប់គុកអារឿងស្អីគេជួញដូរគ្រឿងញៀនអីហ្នឹងអត់បានជាប់គុកមួយថ្ងៃទេបន្ទប់ VIP រហូតនៅពេទ្យឈឺហ្នឹងហើយនៅសម្រាប់បន្ទប់ចិនជាថោងសារ៉ាត់នេះក៏តែអញ្ចឹងដែរអត់មានបានទៅជាប់គុកឯណាមួយថ្ងៃទេនៅបន្ទប់ VIP រហូតដល់ថ្ងៃចេញហើយបើរឿងសកម្មជនបរិស្ថានវិញមិនត្រឹមតែជាប់គុកទេយកទៅដាក់ក្នុងបន្ទប់គ្នាច្រើនបន្ទប់ខ្លះ20 30នាក់បើជ្រៀតគ្នាហើយបំបែកគ្នាគ្រប់ខេត្តអញ្ចឹងទៀតតើឲ្យប្រជាពលរដ្ឋគិតថាស្តង់ដារយើងយ៉ាងម៉េចទៅយើងថាអាញាធរគេចង់យកដាក់យើងនៅណាក៏បានដែរប៉ុន្តែឲ្យតាសកម្មជនគណៈបកប្រឆាំងអីហ្នឹងសូម្បីតែថែមទៅថា100នាក់គឺគុកហ្នឹងជាអៀតអស់ហ្មងនៅភ្នំពេញហ្នឹងគឺគុកជាអៀតហ្មងថែមតែ2នាក់ទៀតឲ្យតែបកប្រឆាំងគឺជាអៀតហ្មងគឺត្រូវតែបរិយាយទៅពោធិ៍សាត់ទៅពាំង plong ឬក៏ស្វ័យរៀងកចេះស្ទឹងត្រែងឯណាអញ្ចឹងទៅឲ្យតែឆ្ងាយមែនតើដើម្បីឲ្យគ្រួសារអត់អាចទៅសួរសុខទុក្ខបានហើយគេមិនទៅអាចខាត់នឹងអាញាធរមិនឲ្យបង្រាយពួកគាត់ទេគាត់យកលេសទៅណាក៏ដោយឲ្យតែគុកប៉ុន្តែហេតុអីបានជាមន្ត្រីរបស់គណៈបកកណ្ដាលអំណាចឬអង្គញាមហាមន្ត្រីអីទោះជាប្រព្រឹត្តធ្ងន់ប៉ុណ្ណាក៏ដោយជាប់គុកនៅភ្នំពេញហើយនៅបន្ទប់ VIP ទៀតហើយគេគឺទៅតែបងប្អូនយើងគិតថាប្រជាពលរដ្ឋហ្នឹងគេល្ងងមើលអត់ឃើញបងប្អូនធ្វើផ្ដេសផ្ដាស់អញ្ចឹងមិនមែនខ្ញុំពងតែឆ្ងល់រដ្ឋាភិបាលហ្នឹងគិតថាបងប្អូនខ្មែរយើងអូយល្ងងណាស់លោកអើយឲ្យតែផ្លុំតិចអីបន្តិចទៅសរង1ព្រួយ5ឆ្នាំបោះឆ្នោតឲ្យយើងគិតថាគាត់នៅល្ងងអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនមិនល្ងងដល់អញ្ចឹងទេគេមិនហូបបាយត្រឡោកទេអស់លោកអ្នកដឹកនាំគួរយល់សម័យបច្ចេកវិទ្យានេះគេអត់ល្ងងទេគ្រាន់តែគេមិនហ៊ាននិយាយដោយសារអស់លោកបង្ក្រាបគេសារឲ្យនិយាយមើលមិនដឹងយកទៅណាអស់ទេសារម្នាក់ចង់ប្រេះទ្រូងស្លាប់ហើយអ្នកខ្លះរហូតតមកប្រាប់ខ្ញុំថាសំបីតែស្ដាប់មួងណារ៉េតក៏លួចស្ដាប់ក្នុងភួយឬក៏នេះដែរកម្មករសំណង់ទៅធ្វើផ្ទះឲ្យអ្នកធំណាអីអញ្ចឹងលួចស្ដាប់ខ្ញុំស្ដាប់ទៅចង់ស្រក់ទឹកភ្នែកហេតុអីបានមកលួចស្ដាប់មួងណារ៉េតខ្ញុំមានធ្វើអីហេតុអីបានជាយើងត្រូវខ្លាចគ្រាន់តែស្ដាប់មួងណារ៉េតខ្ញុំកំពុងតែឆ្ងល់គាត់ថាមួងណារ៉េតនិយាយត្រូវពេកចឹងពួកអាញាធរអីគេមិនចង់ឲ្យលឺយើងស្ដាប់ចឹងទេថាជាមនោគមវិជ្ជាឲ្យស្អប់រដ្ឋាភិបាលចឹងតែយើងស្ដាប់ទៅផ្ទះលោកធំលោកអីយើងលឺអីចឹងខ្លាចគេឈប់ជួលឲ្យធ្វើការតែពិតជាការគិតរបស់បងប្អូននេះណាខ្ញុំគាត់តែជម្រាបថាលោកធំណាអ្នកមាននៅស្រុកខ្មែរច្រើនណាស់ដែលជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាមិនប្រកាសថាគាត់គ្រប់គ្រងគណៈបកនេះទេគ្រាន់តែគាត់ដើម្បីអាជីវកម្មដើម្បីទ្រព្យសម្បត្តិរបស់គាត់ចេះតែហៃអើតាមគេទេប៉ុន្តែអាបេះដូងរបស់គាត់ហ្នឹងមិនមែននៅហ្នឹងទេគ្មានអ្នកមានរកស៊ីណាដោយសុចរិតចង់ឲ្យមានអំពើដោយសពថ្ងៃទេព្រោះថ្ងៃណាមួយរបររបស់គាត់នឹងខ្ទេចទីអស់អត់អាចរកស៊ីបានទេព្រោះវាអត់មានច្បាប់មានទម្លាប់អីត្រឹមត្រូវចេះតែអ្នកណាសន្លត់បំភ័យប្រព័ន្ធតុលាការអត់មានឯករាជ្យតិចគាត់ខ្លាចជាជនរងគ្រោះរកស៊ីអត់បានទេដូច្នេះបើសិនជាស្រុកទេស្រួលបួលទៅគឺគាត់អាចបើកអាជីវកម្មគ្មាននរណាមកបលិមបឡំគ្មាននរណាមករករឿងក៏យើងធ្វើឲ្យទៅត្រូវច្បាប់តែឥឡូវត្រូវច្បាប់យ៉ាងម៉េចក៏ងាយដែរព្រោះគេរករឿងគ្រប់គេស៊ីគ្រប់ជំនាញតែចឹងយើងនៅតែពិបាកដល់ចឹងទៅគាត់អត់មានជំរឿសអីក្រៅពីអាសាច់ជូនខ្លាបើនៅស្រុកបានដូចខ្ញុំនិយាយចឹងកាលធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យមន្ត្រីអ្នកមានណាឲ្យទៅយកនំប៉័ងទាំងកាឆេគាត់តែមិនបាច់ប្រាប់ឈ្មោះទេអ្នកលក់អីវ៉ាន់នៅផ្សារអូឡ িম্প ិកចែកមុងឲ្យភួយឲ្យអីទៅទិញតែត្រឹម20 30គាត់ឲ្យថែម20 30 100មុង100ភួយអីទៀតផងដើម្បីឲ្យបាតកោនៅទីលានប្រជាធិបតេយ្យគេក៏មានបេះដូងគាត់ថាគេមិនហ៊ាននិយាយហើយប្រទេសដែលគ្មានអ្នកណាហ៊ាននិយាយការពិតបែបនេះណាគឺយើងនឹងទៅរកគ្រោះមហន្តរាយហើយសូម្បីតែគណៈបកប្រជាជនខ្លួនឯងហ្នឹងក៏រងទុក្ខវេទនាដោយសារតែប្រជាពលរដ្ឋអត់និយាយការពិតដែរមនុស្សខ្លួនឯងនៅក្នុងគណៈបកកណ្ដាលអំណាចបន្តិចទៀតលលីខ្សលដោយសារតែមនុស្សខ្លួនឯងអាចជ័យធ្លាក់ទឹកហើយអើម៉ាយកទៅសងតែស្កយូរនៅតែគ្រួសារតកូលហ៊ុននេះចាំមើលបងប្អូនចាំមើលព្រោះក្រុមគេនៅខាងក្រោមហ្នឹងគេស្រាក់គ្នាអស់ហើយគឺធ្វើចំណេញស៊ីលើគេស៊ីតាមលើប៉ុន្តែក្រោមហ្នឹងគឺវិលកាងអញ្ចឹងទៅខ្ទេចអីគឺខ្វល់អីគឺគេលួចជាតិទាំងអស់ហ្នឹងមកយូរទៅខូចទាំងអស់គ្នាគេមានទ្រព្យមានសម្បត្តិហើយអស់ជួនកាលអ្នកខ្លះមានទ្រព្យសម្បត្តិនៅស្រុកក្រៅហើយអស់រត់ចោលសន្តិភាពនឹងតែម្ដងហើយដល់ពេលអស់លោកនៅក្រាញញញៀលហ្នឹងសិតតែមនុស្សដែលគ្រាន់តែមក
ចេះតែថាស្អំចិត្តដើម្បីឲ្យល្អមើលហ្នឹងអត់ហ៊ានរិះគន់ហ្នឹងដើម្បីបានលាភសក្ការៈឬក៏នៅបន្តក្រោយអំណាចប្រព្រឹត្តអំពើពុករលួយហ្នឹងមានបានជួយជាតិអីណាយូរទៅប៉ះពាល់ទៅអស់លោកទាំងអស់នោះមាននរណាស្មោះត្រង់ម្នាក់បានស្លាកឯកឧត្តមងារស្លាកគណៈបកប្រជាជនកម្ពុជានឹងជាអាវយ័ន្តទេបើទៅសួរបេះដូងប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាបើសាកធ្វើការស្ទង់មតិដោយសម្ងាត់កុំឲ្យដើរទៅសួរគេចំដាក់អាណាមកសាកមើលអានេះជាសក្ខីកម្មតាំងពីឆ្នាំ2012មកម្លេះគណៈបកប្រជាជនកម្ពុជានៅក្នុងឆ្នាំ2012បងប្អូនប្រកាសជាសាធារណៈអានឹងតាមលោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកនេះដែលគាត់ខ្ញុំធ្លាប់សម្ភាសគាត់ថាគណៈបកប្រជាជនកម្ពុជាមានសមាជិកសកម្មជាង5លាននាក់កាលពីឆ្នាំ2012គាត់ថាមានសមាជិកសកម្មជាង2000ជាង5លាននាក់ដល់តែពេលបោះឆ្នោតដល់រតែ3លាន3សែនសឹងតែលំបាកគណៈបកសង្គ្រោះជាតិបានជិតដល់3លានចុះ5លាន5សែននឹងនៅណាស្ទើរតែពាក់កណ្ដាលនៃតួលេខដែលយើងគិតថាគាត់ជាអ្នកមានបានគណៈបកប្រជាជនកម្ពុជាមានបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាណាហើយបងប្អូនសាកមើលគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតខ្លាំងជាងគេគឺនៅតំបន់ដែលមានអ្នកចេះដឹងជាពិសេសនៅភ្នំពេញនឹងតែម្ដងគឺធ្លាក់ឆ្នោតអស់តែម្ដងកន្លែងតំបន់ណាដែលធំគឺគណៈបកប្រឆាំងគឺមានតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ហេតុអីបានជានិស្សិតបញ្ញវន្តទាំងអស់នោះដែលជាសកម្មជនដែលជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាបែរជាដល់ថ្ងៃបោះឆ្នោតទៅបោះឆ្នោតឲ្យគណៈបកប្រឆាំងដោយសារតែគេមិនពេញចិត្តតែគេមិននិយាយនេះជាគ្រោះថ្នាក់ធ្ងន់ណាស់សម្រាប់គណៈបកប្រជាជនខ្លួនឯងព្រោះយើងមានតែសម្បកខ្លួនណាសំពីងសំពងដោយតែសម្បត្តិអាជ័យអញ្ចឹងវាអត់មានក្លឹមទេហើយក៏ដឹងខ្លួនឯងដែរចឹងដើម្បីកែឲ្យមានក្លឹមហ្នឹងគឺយើងឈប់វាយប្រហារឈប់ធ្វើបាបធ្វើទុកបុកម្នេញកែស្ដារសិទ្ធិមនុស្សនឹងឲ្យប្រជាធិបតេយ្យនឹងរឹងមាំយូរទៅគេអត់ចាំបាច់ចូលគណៈបកប្រជាជនដើម្បីការពារជាតិដើម្បីប្រយោជន៍ជាតិទេរាល់ថ្ងៃនេះមនុស្សចូលទៅគណៈបកប្រជាជនឬចោះចូលហ្នឹងមិនមែនស្រឡាញ់ជាតិទេគឺស្រឡាញ់សវត្ថិភាពកុំឲ្យមានគេធ្វើទុកបុកម្នេញខ្លួនទេជាតិក៏ស្រឡាញ់ដែរប៉ុន្តែបើនៅខាងគណៈបកប្រឆាំងស្រែកចុះស្រែកឡើងគេចាប់ដាក់គុកអត់អាចចូលស្រុកខ្មែរបានអត់អាចរកស៊ីបានចឹងចូលទៅតែចូលទៅនៅក្នុងគណៈបកដែលខ្លួនឯងជំទាស់មកអាយុមកហើយចូលទៅនឹងចូលដើម្បីអីចូលទៅដើម្បីលាភសក្ការៈដើម្បីកុំឲ្យគេធ្វើទុកបុកម្នេញហើយតើគណៈបកប្រជាជនយកអ្នកទាំងអស់នោះទៅវាជាទ្រព្យសម្បត្តិឬក៏ជាបំណុលបងប្អូនលលោកទាំងអស់នេះគឺជាសត្វស្អុយទេហើយខ្ញុំសូមទោសបងប្អូនខ្ញុំនិយាយហ្នឹងមិនមែនមើងងាយបងប្អូនថាយីសត្វស្អុយមិនគេការពារគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងយូរដែរដល់ពេលគេចូលទៅស្រាប់តែខ្លាយទៅជាសត្វស្អុយសាច់ស្អុយនេះខ្ញុំចង់សម្ដៅថាមនុស្សដែលក្បាលមិនជាប់ដីជើងមិនជាប់មេឃអស់លោកជាមនុស្សឱកាសនិយមមនុស្សបែបនេះចង្រៃណាស់សម្រាប់ប្រជាធិបតេយ្យសម្រាប់អីសពបែបយ៉ាងការតស៊ូមតិអស់លោកពីមុនមកគឺអស់លោកបោកដើម្បីលាភសក្ការៈឲ្យអស់លោកមានគំនិតមួយថាថ្ងៃណាមួយអស់លោកនឹងបោកប្រជាពលរដ្ឋដោយសារតែចង់ថាស្រឡាញ់គណៈបកប្រឆាំងដើម្បីឲ្យមានតម្លៃខ្លួនយកទៅដោះដូរជាមួយលោកហ៊ុនសែនតាហើយលោកហ៊ុនសែននឹងលេបចូលទៅទៀតសាច់លលួយស្អុយនៅខ្លួនឯងឲ្យពេញកត្រកទៅយកសាច់លលួយស្អុយពីគណៈបកប្រឆាំងយកមកដាក់ថែមទៀតតើមានភុញនឹងក្លិនស្អុយអាសោចនឹងដែរទេតើឲ្យអាបរិយាកាសហ្នឹងវាផោផង់ប៉ុណ្ណាទៅខ្ញុំអត់យល់គាត់នៅតែចិញ្ចឹមចិត្តយកមកថែមរហូតហើយជាប្រធានប្រសិទ្ធិអីហ្នឹងនៅតែចេញសារសណ្ដោះប្រោះប្រណីអ្នកដែលចូលមកគឺសណ្ដោះប្រោះប្រណីអ្នកដែលចោះចូលទេអ្នកដែលនៅរិះគន់ហ្នឹងគឺចាប់គេដាក់គុកងើបមួយវាយមួយដដែលអានេះមិនមែនជាចលនាបង្រួបបង្រួមជាតិដោយចិត្តស្មោះសរទេគឺបំផ្លាញឲ្យគណៈបកប្រឆាំងនឹងរិចរិលប៉ុន្តែយកតែសាច់ស្អុយហ្នឹងទៅបំផ្លាញទាំងអស់អ្នកសាច់ស្អុយហ្នឹងទៅក៏បំផ្លាញជីវិតនយោបាយបានមកខ្យល់ទៅចូលគណៈបកប្រជាជនហ្នឹងជេរគណៈបកប្រឆាំងបានមកប្រាវបាត់ឈឹងអញ្ចឹងស្ងាត់ជីវិតនយោបាយរបស់គាត់ក៏ត្រូវស្លាប់ទៅទៀតអានឹងហើយដែលជាការជួយបំផ្លាញថាអស់មានអ្នកណាជួយរិះគន់អីទៀតទៅរដ្ឋាភិបាលគិតថាអស់អ្នករិះគន់ខ្លួនឯងស្ងប់អត់ទេបញ្ហាយើងមិនមែនយកបងមកបិទតបៅអត់លេបថ្នាំយើងមហារីកហើយតោះតែមានគេម៉ូថេរ៉ាពីអត់ព្យាបាលពីខាងក្នុងយើងអត់រស់ទេយើងយកតែមកលេបពីខាងក្រៅអត់រស់ទេឥឡូវនេះគឺចុងក្រោយគឺតាក់ទងនឹងសាលាធរតម្កល់ការផ្ដន់ទាទោសអតីតសកម្មជនបពប្រឆាំង2រូបអត់និយាយរឿងដោះលែងហ្នឹងគឺអត់តែម្ដងអឺពីររូបហ្នឹងគឺអ្នកណាគេបងប្អូនសាលាធរពីររូបនេះគឺតាក់ទងនឹងចិត្តជាប់គុកចិត្ត6ឆ្នាំអីហ្នឹងអត់មានលើកលែងអីតែបន្តិចគឺដោយសារចោតប្រកាន់ពួកគាត់ពីរឿងគ្រប់គ្រងដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីមកស្រុកខ្មែរវិញនិយាយទៅអ្នកណាឲ្យតែជាប់លោកសំរងស៊ីគឺគេឲ្យជាប់គុកឲ្យយូរបំផុតដើម្បីអីឲ្យប្រជាពលរដ្ឋស្អប់លោកសំរងស៊ីអ្នកណាដង្ហែតាមលោកសំរងស៊ីគឺជាប់គុកហើយជាប់យូរអត់ដោះលែងតាមពិតចង់ធ្វើបាបលោកសំរងស៊ីឯនោះទៅវិញទៅមកធ្វើបាបសកម្មជននៅមូលដ្ឋានធ្វើគេក្តៅក្រហាយហ្នឹងវាតែអញ្ចឹងតែអ្នកដែលតឡាការផ្ដន់ទាទោសឬក៏តម្កល់សាច់រឿងនេះគឺមានលោកកកុម្ភានិងលោកច័ន្ទសុធីបាទសុទ្ធតែជាប់គុក16ឆ្នាំជិតដល់ហើយនិយាយទៅ5ឆ្នាំហើយ4 5ឆ្នាំអត់មានបាត់មួយថ្ងៃទេហ្នឹងគឺមន្ត្រីគណៈបកប្រឆាំងនឹងចុងក្រោយគេគឺបើសុំទោសបងប្អូនដល់រឿងអាមេរិកម្ដងមន្ត្រីកម្ពុជាក្រសួងយុតិធម៌អាមេរិកត្រូវលោកត្រាំបញ្ឈប់ពីតំណែងបាទនឹងតាក់ទងនឹងរឿងអ្នកស្រីផាមប៊ុនឌីដែលជាអគ្គរដ្ឋអាជ្ញារបស់និយាយទៅជាមន្ត្រីជាន់ខ្ពស់ក្រសួងយុតិធម៌របស់អាមេរិកនេះគឺការពារលោកត្រាំនឹងច្រើនរឿងប៉ុន្តែមិនដឹងអីឡើយគាត់ប្រជុំដោយសារតាក់ទងរឿងអា Epstein File រឿងអាស្រូវអីដោះស្រាយមិនរួចអីក៏មិនដឹងដែរគាត់ប្រជុំមនុស្សជាបន្តបន្ទាប់មនុស្សកម្ពុជាហ្នឹងទៅប្រជុំអ្នកនាង Christy Noem អីប្រធានខាងសន្តិសុខមាតុភូមិអីហ្នឹងឥឡូវក៏ប្រជុំអ្នកស្រី
ផាមប៉ុនឌីដែលជាអគ្គរដ្ឋអាជ្ញាហើយនឹងជាប្រធាននាយកដ្ឋាននៃក្រសួងយុតិធធម៌ធំបំផុតនេះដកទៅទៀតហើយដោយសាររឿងគេប្រជាពលរដ្ឋហ្នឹងក៏មិនពេញចិត្តអ្នកស្រីហ្នឹងក៏ច្រើនដែរតែហេតុអីបានជាលោកត្រាំត្រូវបញ្ឈប់មនុស្សរបស់គាត់បែបនេះយើងនឹងតាមតទៅទៀតបងប្អូនជួនកាលគាត់ចង់បន្សាបការថ្នាក់ថ្នាក់របស់ប្រជាពលរដ្ឋហើយនឹងចុងក្រោយលោកត្រាំប្រមានទម្លាក់គ្រាប់សន្ធាប់លើអ៊ីរ៉ង់ទៀតក្រោយកំទេចស្ពានតម្លៃ$400 លាននៅអ៊ីរ៉ង់គាត់យន្តហោះអាមេរិកទម្លាក់គ្រាប់ស្ពានវែងមួយចម្ងាយ130ម៉ែត្រជាងហ្នឹងខ្ទេចដាច់ពាក់កណ្ដាលហើយ$400 លានគាត់ទម្លាក់ហ្នឹងគាត់ប្រាប់ថាដើម្បីពមៀនអ៊ីរ៉ង់ថាបើអត់ចរចាអីឲ្យចប់ទេគឺថែមទៀតហើយថាចប់ហើយឥឡូវថែមទៀតហើយបងប្អូនគឺវល់អត់ចប់មែនបាទឥឡូវនេះរឿងនេះគឺយើងនឹងតាមដានបន្តទៅទៀតថ្លៃសាំងប្រេងអីនេះចាប់ផ្ដើមឡើងវិញទៀតហើយដោយសារតែរឿងទម្លាក់គ្រាប់ហ្នឹងមិនដឹងចប់អង្កលហ្នឹងខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនបងប្អូនហើយរីករាយសួស្ដីសម្រាប់បងប្អូននៅស្រុកខ្មែរអឺជួបគ្នានៅចុងសប្តាហ៍នេះគឺនៅពិធីបុណ្យចូលឆ្នាំខ្មែរនៅទីក្រុងឡុងបិចបងប្អូនដែលមកលេងនៅក្នុងក្រុងឡុងបិចបើអត់ទេបងប្អូននឹងបានទទួលការផ្សាយផ្ទាល់ហើយជម្រាបលាជួបគ្នានៅពេលយប់នេះទៀតបាទសូមអរគុណបាទ